បាទសូមគោរពនឹងជម្រាបសួរលោកឪពុកអ្នកម្ដាយទាំងអស់គ្នាផងដែរហើយថ្ងៃនេះត្រឡប់មកជួបកូនសាជាថ្មីជាមួយនឹងសាច់រឿងពីបានមកពីអ៊ំចាស់ចាស់ដែលបានចែករំលែកសាច់រឿងមួយមកកាន់ខ្ញុំហើយថ្ងៃនេះគឺមានអ៊ំម្នាក់ដែលគាត់បានចែករំលែកសាច់រឿងរបស់គាត់និយាយអំពីដេចគោលត្រឹងឬក៏ដេចគោលដែលគាត់នឹងគឺជាអាចារ្យភ្លុកណាគាត់បាននិយាយប្រាប់ថាគាត់នឹងគឺចេះធ្វើជាអាចារ្យភ្លុកហើយគាត់នឹងក៏បានយកអាស័យមួយអាស័យហ្នឹងគឺអាស័យក៏រកបានទេណាយកមកដល់ពេលអញ្ចឹងហើយគាត់ក៏អាស័យហ្នឹងវាបាក់ឆ្កឹះសាកសពណាពេលហ្នឹងគាត់ក៏បានយកដេចគោលហ្នឹងគាត់យកទៅដំចំនៃអាស័យហ្នឹងដល់ពេលឆេះអាស័យហ្នឹងអស់គាត់យកដេចគោលហ្នឹងយកមកដំនៅលើអាស័យថ្មីប្រើដេចគោលតែមួយហ្នឹងដោយសារតែដេចគោលវាឆ្អិនបងប្អូនហ្នឹងគាត់ដុតនៅនឹងដើមចេកផងដុតនៅនឹងឡផងគឺដុតទាំងអស់និយាយរួមទៅថាសពអីក៏គាត់ដុតដែរហើយបន្ទាប់ពីគាត់ដុតអញ្ចឹងទៅដេចគោលហ្នឹងយូរទៅគាត់តាក់អាខាងលើដែលគាត់ហ្នឹងគឺចង់កាត់ពេលនោះក៏គាត់កាត់បងប្អូនកាត់អាលើហ្នឹងទៅវាខ្លាចជាដេចគោលដែលអត់មានក្បាលហើយដេចគោលហ្នឹងទៀតសោតបងប្អូនណាបន្ទាប់ពីគាត់កាត់អាដេចគោលហ្នឹងចេញតែដេចគោលហ្នឹងអត់សូវមានក្បាលហ្នឹងប៉ុន្តែអាហ្នឹងវានៅសល់តែប៉បតិចទេបានគាត់រៀងដំឲ្យវាទូចណាកុំឲ្យតាក់ខ្លាំងពេកណាហើយស្រាប់តែដេចគោលហ្នឹងក៏คล้ายទៅជាដេចគោលមួយដែលគេខ្លាចបងប្អូនណាបាទហើយសម្រាប់អ្នកដែលជាគ្រូអាគមអ្នកខ្លាំងពូកែក៏តែងតែចង់បានដេចគោលហ្នឹងធ្វើជារបស់ផ្ទាល់ខ្លួនរបស់ថែរក្សារបស់ហ្នឹងគឺជារបស់អបទ្រពចង្រៃដែរតែពេលដែលយើងប្រើនៅលើផ្លូវល្អគឺវាคล้ายទៅជាល្អតែបើយើងប្រើនៅលើផ្លូវអាក្រក់គឺនឹងคล้ายទៅជាផ្លូវអាក្រក់ហើយជាពិសេសគឺឈើដែលបានឆ្កឹះតែមួយនឹងសាកសពនឹងតែម្ដងនឹងហើយបងប្អូនទាំងអស់គ្នានេះជាសាច់រឿងរបស់លោកតាដែលគាត់បានចែករំលែកសាច់រឿងមកកាន់ខ្ញុំណាហើយសពថ្ងៃក៏នៅតែបន្តដុតដែរបងប្អូនគាត់ថាតាក់ទងគាត់ឲ្យទៅណាគាត់និយាយតាក់ទងគាត់ឲ្យទៅថ្ងៃណាអីត្រូវការអីហៅគាត់ទៅខ្ញុំថាអូតាខ្ញុំមិនតាន់ទេហើយគាត់និយាយលេងសើចមួយខ្ញុំណាគាត់ក៏ឲ្យគាត់សុំមើលបាតដៃខ្ញុំទៀតគាត់ថាមើលមួយឯងហុចបាតដៃមើលពេលហ្នឹងក្រកខ្ញុំហុចបាតដៃពុបគាត់ថាអូអត់អីទេអូនឯងមានអ្នកថែរក្សាអញ្ចឹងទៅប៉ុន្តែអូនឯងដំណើរអញ្ចឹងអូនឯងតែងតែមានគេរកម្មរកោហើយប៉ុន្តែកុំខ្វល់អ្នកដែលគេធ្វើយើងហ្នឹងគេសិតសឹងតែអ្នកដែលគេឈ្នានីសតែយើងរក្សាសុកទៅបានហើយណាតែប៉ុណ្ណឹងគាត់និយាយអញ្ចឹងហើយគាត់មើលបាតដៃគាត់ដឹងបងប្អូននេះជាសាច់រឿងរបស់គាត់បានចែករំលែកមកកាន់ខ្ញុំបាទអសពីជំនាន់ដើមបងប្អូនណាតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងហ្នឹងតែម្ដងទៅហើយមុនចូលទៅដល់សាច់រឿងខ្ញុំបាទអៀងសរិនក៏ជាម្ចាស់ channel អៀងសរិន1អៀងសរិន2ហើយនឹងរិនផងដែរបើសិនជាខ្ញុំបាទនិយាយទៅរៀងឆ្កន់ឆ្កងសម្ដីកន្លែងណាមួយណាសូមទោសទុកជាមុនផងព្រោះអីក្នុងការដំណើរគឺជាដំណើរមិនមែនទៅការនឹកឃើញពីជំនាន់មួយមកជំនាន់មួយនោះទេគឺខ្ញុំនិយាយអំពីរឿងហ្មងបើថាដំណើរគឺនិយាយអំពីការយូរលង់ប៉ុន្តែខ្ញុំនិយាយអំពីរឿងដែលគេចែករំលែកមកតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ពីដំណើរដើមទងហេតុអីបានជាគាត់នឹងខ្លាយទៅជាអាចារ្យយូគីហេតុអីបានជាគាត់នេះបែរជាខ្លាចជាអាចារ្យភ្លុកហើយក៏ដាក់ដេចគោលទៅខ្លាចជាដេចគោលវិញ្ញាណខ្មោចចឹងទៅគេហៅដេចគោលខ្មោចណាតោះឥឡូវទៅស្ដាប់សាច់រឿងលោកតាម្នាក់គាត់បានចែករំលែកសាច់រឿងមួយមកកាន់ខ្ញុំលោកតាហ្នឹងឈ្មោះថាលោកតាដងមកគាត់ដងអញ្ចឹងណាប៉ុន្តែខ្ញុំពិបាកស្អីខ្ញុំសេះដងហ្មងទៅដែលឆ្នាំហ្នឹងគឺគាត់អាយុ79ឆ្នាំហើយដែលលោកតាគឺប្រពន្ធបានស្លាប់ហើយកូនគាត់មាន7នាក់ដែលរស់នៅជាមួយលោកតាហ្នឹងហើយមានកូនស្រី5នាក់លោកតាសប្តាហ៍ថ្ងៃគឺរស់នៅជាមួយនឹងកូនស្រីពៅណាប៉ុន្តែការរស់នៅរបស់គាត់គឺមិនអាចរស់នៅជាមួយនឹងផ្ទះរបស់កូនគាត់បានទេដោយសារតែគាត់គឺជាលោកអាចារ្យភ្លុកដូច្នេះពេលដែលគាត់នៅក្នុងផ្ទះកូនស្រីរបស់គាត់ផ្ទះហ្នឹងគឺជាផ្ទះរបស់គាត់ទេណាកាលមុនការគាត់មិនតន់ខ្លាយទៅជាលោកអាចារ្យភ្លុកគឺនៅជាមួយគ្នាសក្ដុមតែពេលដែលគាត់ខ្លាយទៅជាលោកអាចារ្យភ្លុកស្រាប់តែកូនគាត់នៅមិនបានទេគេចាប់ផ្ដើមមានគេហៅថាការលោមបន្លាចដូច្នេះហើយទើបគាត់នឹងមកសង់ផ្ទះសង់ខ្ទម
nâu nằng chết tia bạc cọt đài con tay nó ngay á nó ngay tinh tái nó lỡ đây cọt đại tề lúc ta có tha tờ bốn lái co mình men chỉ nè chạm bạch chip chỉ nè đột chỉ nè cơ chỉ nè kia lăng đai lúc ta cọt cao cọt nâu pi ở dụ chiêng mà phay cứ cọt ban châu tờ bồ riên nó nông sầm nạ sòng cọt ban sắc xa chỉ môi nằng để thò chỉ tràn phòng đài ca nóng cứ cọt ban score lô cả trà phục mình nè đài lô cả trà phục nằng á cọt tay tay này dễ tha không biết là vậy là o chuyện đột sọp tì còn dễ nè hai mà gian thiết cọt có bán con cu mơ tớ tha lục ta nằng á tớ ngay là na cốt lục ta nó cứ chỉ nè đột sọp đài đôi chân này hơi pe đó ạ cứ cọt ban hào bà song nắng đại chia lục tà đòn nắng á ôi tớ đào chỉ mùi cọt pe để cọt cầm pông tớ đốt nấu nóng chạy đầy nằng bóng ôn pe để cọt tớ đốt tớ bốn á na cọt con tớ mơ tê cọt mình ban chỉ cơ mình ban chia tê tại pe để cọt ông cùi cầm pông tớ mơ lục ta nâng đốt đó sắp tập pe nắng á sắp đại ban và nó không bắt cha hơi bóng ôn cứ bóng ôn lốt búp mừng pe nằng cứ cọt pay cọt bản hiên tê tại bài lục ta với cọt xài lằng cạch cọ hơi cọt thà côn tật lai ấy mà lúc slap tấu cứ đô chỉ trai chào chẳng slap tàu bạn cứ miên tại ru cài tê ót miên vì nhiên tê đôi chân này hái cà lột cà plo cứ sợ sai vì tiền tê côn ai công khai ấy côn mau côn mau mà chui tiền nhầm cả nà nó do đã lờ vinh về nắng có cả bàn tiền chui tiền nhá xóng nè có chui tiền tập tiền nhưng mà đạn nó lơ cả lại đào nâng hỏi slap tập pê nâng bòn bồn ta sai tiền nhá tiền là ngộp ngung hỏi nâu chấm buông mục rồi bo lục ta nằm mòn đập pê chẳng sai cả hết như còn sáu món á xoay lòng có hê rồi và chứ nhưng thông minh nhá nhưng thông minh đã cọt pê nâng á cọt pay bong bồn và xóng á cọt pay hỏi pê nâng cọt cọt tàu tàu đập pê rọt niệm môn tớ đập pê tao đo cọt bong bồn á đo cọt phim cọt các bạn sẵn và lông lao cái này cứ cọt ọt chan bò tê ngayឡើងគាត់ក៏អត់បានឆាន់បាយដែរអត់បានឆាន់ទេល្ងាចគាត់ក៏អត់ឆាន់តែឆាន់អីដែរគាត់ឆ្អែតបងប្អូនឆ្អែតគាត់ឃើញទៅលើខ្លាញ់ណាឃើញទៅលើខ្លាញ់ឃើញទៅលើសាច់ដែលបានដុតកោសហ្នឹងឃើញទៅលើអវយវៈដែលមនុស្សយើងនេះពេលដែលស្លាប់បាត់បង់នេះក៏ធ្វើឲ្យមនុស្សយើងរអើមណាគាត់ថារអើមមែនគាត់ថាហូបមិនបានទេព្រឹកក៏មិនបានថ្ងៃក៏មិនបានបងប្អូនគាត់ថាគាត់ហ្នឹងអត់អាហារអត់ចង្ហាន់រយៈពេល3ថ្ងៃសូម្បីតែសង្គ្រាចគាត់ក៏រៀងភ័យដែរគាត់ថាមិនហើយកូនអើយហេតុអីបានជាអត់ឆាន់អញ្ចឹងពេលហ្នឹងគាត់ថាអូតាអើយគឺខ្ញុំឆាន់អត់បានទេខ្ញុំមានអារម្មណ៍មួយថាឆ្អើមហ្មងឆ្អើមពេលហ្នឹងគាត់ថាឆ្អើមរឿងអីគាត់ថាឆ្អើមកាលពី3 4ថ្ងៃមុនគឺមានលោកតាម្នាក់គាត់ដុតឲ្យពេលហ្នឹងសពពីលោតសតមកអត់មានសាច់ញាតិទេណាអត់សាច់ញាតិទេអញ្ចឹងហើយលោតហើយគាត់ទៅជួយដល់ពេលងើបឡើងមកអញ្ចឹងមកក៏ឃើញញញថ្មិញហើយក្លិនឆ្អាបក្លិនឡើងឆ្ងឹតហ្នឹងធ្វើឲ្យគាត់ហ្នឹងគឺអត់ឃ្លានចង្ហាន់ទេពេលហ្នឹងព្រះសង្ឃណាដែលគាត់ចេះអាគមគាត់ចេះការប្រោះទឹកហ្នឹងគាត់ក៏បានហាវនឹងជើញព្រះសង្ឃនឹងមកហើយគាត់ក៏បានកលាស់ទឹកកលាស់ទៅកលាស់បានតែកលាស់ទេប៉ុន្តែអត់បាត់ទេអត់បាត់ដូច្នេះហើយអត់បាត់ចឹងគាត់ក៏បានទៅហៅលោកអាចារ្យយោគីហ្នឹងអាចារ្យភ្លុកទៅហៅលោកអាចារ្យហ្នឹងមកលោកអាចារ្យហ្នឹងមកគាត់ទៅអង្គុយបាទស្មាទៅអង្គុយហើយគាត់ទះអាកន្លែងនេះកន្លែងហ្នឹងទះហ្នឹងផាំងតែមុននឹងទះហ្នឹងលោកអាចារ្យភ្លុកគាត់ក៏បានដុតធូបដែរគាត់សូមអធិស្ឋានណាគាត់ថាកូនម្ចាស់ឥឡូវខ្ញុំសូមអធិស្ឋានកូនម្ចាស់កំខឹងណាពេលហ្នឹងគាត់ថាអត់អីទេបងប្អូនអើយទាំងម៉ាំងកន្លែងហ្នឹងម៉ាំង3ផាំងស្រាប់តែពេលហ្នឹងគាត់លៀកឲ្យខ្ញាក់ហើយអាការព្រឺសបល់របស់គាត់ហ្នឹងគឺខ្ញោកទៅទាំងអស់គ្នាបងប្អូនបាទអីទៅអានេះបងប្អូនទៅអានេះឡងខ្ញោកទៅទាំងអស់ហើយពេលហ្នឹងលោកអាចារ្យភ្លុកថាអូជាដាច់ឃើញទេជាដាច់ទេប៉ុន្តែលោកអាចារ្យភ្លុកហ្នឹងគាត់ផឹកស្រាបងប្អូនផឹកស្រាមុននឹងគាត់ដុតសពមួយគាត់ផឹកអស់ចិត្ត1លីត្របាត់ហើយបានគាត់ផឹកហើយគាត់ហ្នឹងណាគាត់ថាគ្រូគាត់ដែលជាអាចារ្យយោគីហ្នឹងណាបើសិនជាដុតប៉ះកុងសនំគាត់និយាយប៉ះកុងសនំប៉ះគ្រូខ្លាំងក៏មិនហ៊ានថាមិនឆេះដែរគាត់ថាតើមិនឆេះ
គាត់វះយកថ្លើមយកមកស៊ីគាត់អាំងយកស៊ីគាត់ថាប៉ុន្តែអានេះគ្រាន់តែរឿងគាត់និយាយណាប៉ុន្តែពិតមិនពិតខ្ញុំអត់ហ៊ាននិយាយទេគាត់ថាគ្រូកុងសនំដុតគ្រូកុងសនំក៏មិនហ៊ានដែរគាត់ថាត្រូវឆេះហ្មងចង់សនំណាក៏ដោយក៏ឆេះដែរប៉ះគាត់ចឹងទៅប៉ះគេណាគេថានៅដើមភូមិមួយគ្រូហ្នឹងគាត់គ្រូកុងសនំគាត់គ្រូបាយគង់ណាគាត់ថាដុតអត់ឆេះទេកូនចៅរបស់គាត់ហ្នឹងគាត់ថាណាដុតយ៉ាងណាក៏ដុតមិនឆេះដែរដល់ទៅពេលដុតមិនឆេះពេលហ្នឹងក៏គេបានយកសពហ្នឹងលើកសពហ្នឹងដាក់ក្នុងក្តាមមឈូសយកមកវត្តដើម្បីឲ្យលោកតាដែលជាគ្រូគាត់គ្រូហ្នឹងដុតដល់ទៅពេលយកមកហ្នឹងគាត់ថាឆក់សពហ្នឹងគេដុតទៅតែគាត់ថាលោកតាអើយសពឪពុកខ្ញុំហ្នឹងគាត់រៀនខាគុំឥឡូវខ្ញុំដុតមិនឆេះទេអញ្ចឹងសូមឲ្យលោកតាហ្នឹងជួយមើលផងថាតាធ្វើយ៉ាងណាឲ្យខ្ញុំលើល្បីសពផ្សាយឬល្បីកិត្តិស័ព្ទរបស់លោកតាណាលោកតាហ្នឹងក៏ថាមិនអីទេឲ្យតមកជួយឲ្យតមកគាត់ជួយក៏ជួយទាំងអស់ហ្នឹងគាត់ក៏សួរថាអូហើយឆ្នាំអីឆ្នាំគាត់រកគុណឆ្នាំហើយមិនអីទេដាក់មកតនឹបរបស់អញអត់ទាច្រើនទេឲ្យតែស្រាសអីអញ2លីត្រមកអានឹងខ្លាំងហ៎ឲ្យអាមេស្រាអញ2លីត្រមកមកយកអាស្រាគេលេហើយយកអាចេញមកតំណក់តអញពេលហ្នឹងក៏កូនចៅរបស់គេក៏ធ្វើទៅតាមសម្ដីរបស់លោកតាហ្នឹងក៏បានទៅយកអាចេញមកតយកមកឲ្យលោកតាហ្នឹងក៏បានបាញ់គាត់បើកមើលទៅបងប្អូនហ្នឹងឆេះរ៉ូលតិចទេណាប៉ុន្តែគេពាក់អាវថ្មីគាត់ទៅដល់គាត់ដុតធូបនៅអង្គុលជើងចុងជើងហើយឲ្យបងប្អូនកូនចៅទាំងអស់គាត់ថាឥឡូវនេះមកនេះដុតធូបនឹងក្រោមចុងជើងទាំងអស់ហ្នឹងមើលមានកូនណាមានចៅណាឬក៏មានក្មួយណាដែលតានឹងស្រឡាញ់ពីមុនទេស្រាប់តែពេលហ្នឹងមានគឺមកថាឥឡូវនេះមកលាបំណន់គាត់ហើយគាត់ដុតទៅបងប្អូនដុតអត់ឆេះមែនអត់ឆេះគាត់អត់តន់ផឹកស្រាណាដុតអត់ឆេះដុតអស់មកអស់ចឹងហើយនៅតែប៉ុណ្ណឹងដុតអស់ទៅប៉ុណ្ណឹងដល់ទៅពេលហើយក៏លោកតាដួងហ្នឹងក៏ថាចាំមិនបានដុតមិនឆេះចឹងគេកុងសនំអញ្ចឹងណាដល់ទៅពេលថាឆេះមិនឆេះគាត់ក៏លើកស្រាមកបងប្អូនបាទលើកស្រាមកឯងមិនឆេះហ៎គាត់លើកមកគាត់ដាក់3 4ក្អឹកហើយគាត់ថាអញនិយាយឲ្យឯងហើយបើសិនជាឯងមិនឆេះទេអញនឹងយកថ្លើមឯងយកមកស៊ីឯងចង់ខ្លាំងងាប់ហើយឲ្យកូនចៅឯងពិបាកចិត្តព្រោះឯងទៀតកាលនៅរស់ឯងរៀនគ្រូឥឡូវងាប់ហើយចង់ឲ្យកូនចៅឯងវេទនាដុតឯងមែនគាត់យកកបិតទៅគាត់ផឹកគាត់នឹងភ្នែកឡើងក្រហមគាត់យកកបិតទៅខ្វះខ្វោកបងប្អូនខ្វះខ្វោកហ្នឹងទៅក៏ចាប់ដើមគាត់ទៅនិយាយបងប្អូនហើយគាត់ទៅនិយាយដូចខ្លាចគាត់ហ្មងហីខុលឆេះហើយដល់ពេលឆេះមិនតាន់អស់គាត់ថែមស្រាពីលើទៀតចាក់ស្រាពីលើទៅឆេះគុលដល់ពេលគ្រួសាររបស់គេឃើញហ្នឹងគេអណាបងប្អូនបានអោគេទៅកាន់សុគតិភពណាគេបានរឿងធាតឬអីហ្នឹងយកទៅដាក់ហ្នឹងទៅហើយក៏គេបានឲ្យរង្វាន់មកកាន់តានឹងដែរគេឲ្យលុយជាកាក់អញ្ចឹងទៅក៏គាត់អត់យកទេគាត់យកតែស្រាសទេគាត់ថាគាត់បានតែស្រាសទេស្អីក៏គាត់យកដែរហើយពេលហ្នឹងក៏គាត់បានដុតឆេះហើយតាំងពេលហ្នឹងមកណាលោកតាដួងហើយនឹងលោកតាអាចារ្យយោគីហ្នឹងបើសិនជាគ្មានខ្មោចដុតក៏គាត់នៅវត្តហ្នឹងដែរគាត់នឹងអង្គុយនៅវត្តហើយប្រសង់គឺគាត់តែងតែមកនិយាយអញ្ចឹងទៅគាត់បាននិយាយដំណើរច្រើនគាត់ថាដុតច្រើនណាដុតច្រើនហើយគាត់ហ្នឹងគឺមានឈើបាទឈើឆ្កឹះហ្នឹងណាឈើគាត់ហ្នឹងឆ្កឹះហ្នឹងទៅហើយក្រោយឡើងមកទៀតគាត់ដុតណាបងប្អូនគាត់ដុតនៅហ្នឹងគាត់តតែងតែមើលដុតហ្នឹងគាត់តែងតែមើលដុតពេលណាក៏គាត់មើលពេលហ្នឹងមើលពីការដុតរបស់លោកតាហ្នឹងស្រាប់តែពេលថ្ងៃមួយគាត់ជាប្រសង់ណានៅប្រសង់ឯងក៏មានអ្នកដែលគេស្លាប់ហើយក៏យកមកវត្តហ្នឹងលោកតាហ្នឹងក៏អត់បានមកដុតហ្នឹងទេលោកតាក៏ដុតកន្លែងផ្សេងស្រាប់តែពេលហើយអស់ទៀតនឹងចូលសឹងហើយហ្នឹងស្រាប់តែពេលហ្នឹងគេមកហៅគាត់មានប្រុសមួយចំណាស់ចាស់តិចមកហៅគុណនៅផ្ទះតិចគុណអូនៅកុដតិចគុណគាត់ថាចំណាស់ហៅអាត្មាដល់ទៅពេលហៅមួយសាទៀតគាត់ចុះមកអត់ឃើញទេអត់ឃើញមនុស្សហៅគាត់ទេហើយសំឡេងមនុស្សទាំងអស់ស្រាប់តែពេលហ្នឹងក៏គាត់ថាណាគេហៅអាត្មាគុណខ្ញុំនៅលើគុណខ្ញុំនៅលើ
ពេលហ្នឹងគាត់ក៏បាទចេញមកពីគាត់ហ្នឹងគាត់ក៏បានសម្លឹងមើលលើគាត់ស្មានតែនៅលើដើមបងប្អូនអើយបាទអសូរកាយប៉ុណ្ណេណាគាត់ថាឃើញឈើគាត់អាចជើងហ្នឹងគឺគាត់ស្មានដើមឈើនោះនៅពេលគាត់ងើយឡើងទៅលើលាពីអសូរកាយភ្នែកក៏លូងប៉ុណ្ណេណាគុណឲ្យសាពះគាត់ណាគុណនោះមានគេមករកគុណឲ្យទៅបូជាសពមួយពេលហ្នឹងគាត់ថាអាត្មាមិនដឹងទេអាត្មាមិនចេះទេហើយក៏រត់ចូលទៅក្នុងកុដហ្នឹងទៅស្រាប់តែរត់ចូលក្នុងកុដអានៅកុដហ្នឹងគឺមានបង្អួចគាត់មានបិទណាកាជាទ្វារវាអត់សូវជាប់ផងប៉ះពើងធ្លាក់ប្រៅគាត់ភ្ញាក់ហ្មងដល់ពេលម្លឹងមកទប់ភ្នែកឡើងកលូងហើយផ្លុំមកគាត់ថាគុណមកគុណទៅដុតមកគុណដុតប្រហែលជាគេគិតថាគាត់ហ្នឹងជាអ្នកដុតខ្មោចជាមួយនឹងខាងលោកតាហ្នឹងឯងដល់តែពេលគាត់អត់ទៅណាគាត់ក៏លំភួយនឹងទៅរហូតតទល់ព្រឹកឡើងក៏គាត់បានឡើងសូត្រពីដែរហើយសពទុកចោលមួយយប់បងប្អូនក្នុងវត្តហ្នឹងទុកចោលមួយយប់ហ្នឹងទៅដល់ពេលលោកតានឹងមកក៏ចាប់ផ្ដើមបូជាបាត់ចឹងទៅពេលហ្នឹងក៏គាត់បាននិយាយដើមតួងប្រាប់លោកតាហ្នឹងក៏ថាអូអញ្ចឹងទៅថ្ងៃមុខអ្នកឯងនឹងខ្លាចជាអ្នកដុតសពដូចខ្ញុំហើយព្រោះអីណាគឺគេដឹងថាអ្នកឯងហ្នឹងគឺត្រូវចាប់ជំនាញហ្នឹងហើយបើយើងនិយាយលោកគេថាចាប់ជំនាញណាហើយពេលហ្នឹងគាត់សើចឹងទៅថាអូគ្មានទេប៉ុន្តែមែនបងប្អូនដូចជាគេហៅគាត់ចឹងឲ្យតែមានភូមិណាមួយដែលចិត្តស្លាប់គេមកហៅគាត់អសូរកាយមកហៅគាត់ហើយថានៅភូមិនេះមួយចិត្តទៅហើយណាចិត្តតាយសាកហើយ2ថ្ងៃ3ថ្ងៃទៀតស្លាប់ហើយសម្លេងខ្លាញ់ស្រាក់យំខ្វាក់ហៅរាល់យប់បងប្អូនយប់ណាក៏ហៅដល់ទៅពេលអញ្ចឹងទៅគាត់មិនហ៊ានណាគាត់នឹងក៏បានបាទសុំខាងលោកសង្ឃបាទសុំមេគេហៅថាសុំបច្ចាអធិការព្រឹកឡើងថ្ងៃសិលក៏បានសុំបច្ចាអធិការខ្ញុំកណាសុំសឹកហើយលោកតាចាំមិនអីណែនមិនចឹងអូយខ្ញុំកណានៅមិនបានទេយប់ឡើងក៏មានពួកអសូរកាយហ្នឹងគឺមកហៅខ្ញុំកណាហ្នឹងឲ្យតែដុតសពហើយខ្ញុំកណាមិនមែនជាអាចារ្យភ្លុកទេហេតុអីបានជាហៅខ្ញុំកណាទៅអញ្ចឹងគាត់ថាប្រហែលជាអ្នកឯងហ្នឹងមាននិស្ស័យជាមួយនឹងហើយពេលហ្នឹងគាត់ថាគាត់មិនអាចទៅបានទេណាគាត់អត់មាននិស្ស័យទេតែបែរជាពួកអសូរកាយហៅគាត់រហូតថ្ងៃណាក៏ហៅយប់ណាក៏ហៅដែរអសូរកាយហេតុអីបានជាចូលនៅក្នុងវិហារបានបងប្អូនប៉ុន្តែមានរបបមួយគាត់បានមានសន្និការដែរគាត់ថារបស់ទាំងអស់ហ្នឹងវានៅមុនកើតនៃវិហារទៀតគាត់ថាណាមុនកើតនៃវិហារហើយរបស់ហ្នឹងក៏មិនដែលបានធ្វើបាបគេដែរដូច្នេះហើយវានៅបានហើយជាពិសេសនៅក្រោមបល្ល័ង្កព្រះក៏តែងតែមានព្រាយអសូរកាយដែលនៅទីហ្នឹងគេថាមានកន្លែងណាកន្លែងព្រះក៏មានកន្លែងមាដែរគេថាមានកន្លែងមាមានកន្លែងព្រះមានកន្លែងត្រូវមានកន្លែងខុសយ៉ាងទៅអាហ្នឹងតាមតែប្រសងគាត់មានសន្និការទេណាបាទហើយពេលហ្នឹងគាត់នៅអត់បានទេបងប្អូនយប់ណាក៏គាត់តែងតែឃើញគេមកហៅគាត់ហើយដូចជាគេទៅសេសបុតចឹងបងប្អូនគុណនៅជាប់របងវត្តនៅពីកញ្ជើងវត្តសុំទោសបាទអធិស្ឋានបើយើងហៅថាកញ្ជើងតែពេលដែលនៃវិញ្ញាណគេហៅថាឧត្តរនៅទិសឧត្តរ3ថ្ងៃទៀតនឹងស្លាប់សុំតដុតបញ្ញាប់ណាមកប្រាប់គាត់និមន្តបិណ្ឌបាតបងប្អូនគាត់និមន្តទៅទិសឧត្តរហ្នឹងដើរនិមន្តទៅហ្នឹងគាត់មើលទៅអត់ទាន់ស្លាប់អីទេហើយប្រាប់ទាំងផ្ទះទៀតបងប្អូនប្រាប់ទាំងផ្ទះប្រាប់ទាំងឪពុកម្ដាយឈ្មោះអីកូនត្រូវស្លាប់ឈ្មោះអីទៀតពេលហ្នឹងគាត់និមន្តទៅហ្នឹងក៏ឃើញស្រីហ្នឹងគេអ្នកដាក់បានឲ្យហើយពេលហ្នឹងក៏គាត់មានសន្និការសួរឈ្មោះហ្មងដល់ពេលសួរឈ្មោះក៏បានប្រាប់ថាអូនាងហើយខំធ្វើបុណ្យធ្វើទានណាហើយពេលហ្នឹងក៏បានប្រាប់ទៅដល់ឪពុកម្ដាយរបស់ខាងផងថាញោមឲ្យជួយធ្វើបុណ្យកសងកទានឲ្យខាងប្អូនផងណាហើយពេលហ្នឹងគាត់និមន្តទៅបាត់ទៅ3ថ្ងៃក្រោយកូននឹងស្លាប់មែនគាត់ថាណាស្លាប់មែនដល់ពេលស្លាប់ហើយក៏បានមកសួរគាត់ថាគាត់ហេតុអីបានជាដឹងគាត់ថាគាត់អត់ដឹងទេតែមានគេមកប្រាប់ដោយញៀនគាត់ពេលហ្នឹងក៏គេបានដឹងថាអញ្ចឹងថ្ងៃក្រោយមានអីក៏ហៅឲ្យលោកទៅជួយស្រោចទឹកប្រោចស្រោចទឹកតែពេលខ្លះទៀតណាពេលអសូរកាយមកប្រាប់គាត់បងប្អូនពេលខ្លះក៏ចេញមកសបាយពេលខ្លះក៏ចេញមកគាត់ផិតភ័យដោយសារតែគាត់នឹងតែងតែវាក់រហូតដល់គាត់មិនកាន់នៃគាត់កាន់ប្រពុតតែបើចេញពីអមនុស្សមកប្រាប់គាត់រហូតអញ្ចឹងដូច្នេះហើយ
គាត់ក៏បានសម្រេចចិត្តថាសុំលាហ្មងទៅដល់ពេលហ្នឹងប្រជាអធិការហ្នឹងក៏គាត់ថាអត់តាន់ទេតែគាត់នៅមិនបានទេបងប្អូននៅមិនបានទេគាត់ក៏សុំឪពុកម្ដាយរបស់គាត់ញោមរបស់គាត់ណាថាញោមហើយញោមប្រុសញោមស្រីហើយអាត្មានៅមួយទៀតមិនបានទេពេលហ្នឹងដល់គិតតែញោមប្រុសញោមស្រីរបស់គាត់ហ្នឹងប្រហែលគិតថាអូប្រហែលជាបន្តិចនោះប្រហែលជាក្តៅសបងជាពោហើយមើលទៅបានជាសុំសឹកឲ្យលឿនម៉េះមិនដឹងថាលោកតាហ្នឹងគឺគេលងរាល់ថ្ងៃណាលងឡើងចង់ឡាញជ្រុះអូឡាញដុសសក់បងប្អូនលងឡាញដុសសក់ហើយដល់ពេលអញ្ចឹងទៅគាត់ប្រហែលជាថ្ងៃ15នឹងសឹកឲ្យតម្រាំទៅដល់ថ្ងៃទី15បងប្អូនពេលខ្លះអូសគាត់ពីលើកុដណាបងប្អូនគាត់មានអាគមការពារខ្លួនតែបែរជាអូសគាត់ធ្លាក់ពីលើកុដក៏មានដែរពេលខ្លះគាត់ឆ្លោះចកេះពេលខ្លះគាត់ឈឺពេលខ្លះក៏អីចឹងទៅដូច្នេះហើយគាត់នៅមិនបានទេគាត់ក៏បានសឹកទៅដល់ពេលសឹកហើយសឹកនឹងហើយហ្នឹងគាត់តែងតែមកជាមួយលោកតាហ្នឹងដុតជាមួយលោកតាហ្នឹងលេងហ្មងទៅលោកតាហ្នឹងថាអ្នកឯងណាការនៅជាប្រសង់ណាការនៅជាប្រសង់អ្នកឯងគេហៅអញ្ចឹងអ្នកឯងខ្លាចជាប្រសក់គេហៅដែរប៉ុន្តែឥឡូវអ្នកឯងអត់តាន់តទេអ្នកឯងអត់តាន់មានគ្រួសារទេគេឲ្យអ្នកឯងមានគ្រួសារសិនព្រោះនៅវ័យក្មេងពេកក៏គេអត់តាន់ទទួលដែរកាលមុនអ្នកឯងកាន់សិល10គេហៅអ្នកឯងតែឥឡូវអ្នកឯងមិនតាន់កាន់សិលទេដូច្នេះហើយគេអត់តាន់ឲ្យទេមែនពេលដែលគាត់ឈប់ពេលដែលគាត់អត់បានបួសគាត់លាចាក់បភ្នោះគឺពួកអសុរកាយអត់មានទៅតាមគាត់ទេអត់មានទៅតាមគាត់ដល់ផ្ទះអូតាឲ្យមាននេះដុតនេះដល់អត់មានហៅរហូតដល់ឪពុកម្ដាយរបស់គាត់នេះបានទៅចូលស្ដីមិនដឹងបាទកូនកំមុំគេមួយកាលពីជំនាន់ហ្នឹងគឺគាត់បានទៅបម្រើគេ5ឆ្នាំបងប្អូនឪពុកក្មេកគាត់ធ្វើបាបគាត់ណាប្រើគាត់សពសារពើអាងតែគាត់ខ្មៅអត់សដូចគេប្រើនេះប្រើនោះបាទហើយគាត់ថាណាទៅបម្រើផ្ទះនៅឪពុកក្មេក3ឆ្នាំអាណិតបានឃើញមុខប្រពន្ធមិនបើចេញមកក៏លុំភ្នែកសល់តែភ្នែកក៏លុងណាអត់ដែលឃើញមុខប្រពន្ធស្រួលបួលទេរហូតតទៅ5ឆ្នាំដោយការព្យាយាមរបស់គាត់អត់ត្អូញអត់ត្អែអត់សម្រាកហើយម្យ៉ាងទៀតឪពុកក្មេករបស់គាត់ដំបងកាយដល់ពេលយូរទៅឆ្លូតក៏បានការកូននឹងឲ្យយ៉ាងទៅគាត់ស្រឡាញ់ប្រពន្ធគាត់ណាប្រពន្ធគាត់ក៏ស្រឡាញ់គាត់ដែរប្រពន្ធគាត់សពុតក្នុងភ្នត់មិនគឺអញ្ចឹងគឺនិយាយសិតថាឯងឲ្យឯងសម្រានសិនទៅណានិយាយគាត់ថាសម្ដីពីរោះពិសាលណាហើយគាត់រហូតតទៅគាត់មានកូនទី1ប្រពន្ធរបស់គាត់នៅតែធ្វើការឲ្យធម្មតារហូតតទៅគាត់មានកូន7នាក់បងប្អូនកូន7នាក់របស់គាត់ហ្នឹងធំដោយធរគឺអត់មានអ្នកណាខូចអីមួយទេសិតតែល្អស្រី5នាក់ប្រុស2នាក់ស្រីជាកូនពៅផងបាទមានស្រីកូនពៅពេលដែលគាត់ការម្ដងមួយការអស់ហើយការទាំងកូនពៅទៀតគាត់ក៏ត្រូវបានគេឲ្យគាត់នឹងធ្វើជាចាស់ទុំជាអាចារ្យពលាផងដែរជាអាចារ្យពលាគាត់ក៏បានទៅធ្វើជាអាចារ្យពលាការគេអាចារ្យអីយ៉ាងទៅដល់គាត់ជាអាគមខ្លះផងស្រាប់តែពេលដែលគាត់ធ្វើអាចារ្យពលាគាត់អត់តាន់កាន់សិលទេបងប្អូនស្រាប់តែពេលដែលគាត់ការកូនគាត់អស់ហើយកូនស្រីរបស់គាត់ក៏តែងតែថ្ងៃសិលអីក៏តែងតែធ្វើចង្ហាន់មួយស្រាក់ឲ្យគាត់នឹងចង្ហាន់មួយស្រាក់ឲ្យគាត់ទៅវត្តទៅវាអញ្ចឹងទៅហើយតែពេលដែលគាត់ចាប់ផ្ដើមចូលសិល5ភ្លាមចូលពិភឹកកាន់សិលក្រឹបថ្ងៃពេញបោស្រាប់តែឃើញទៀតបដ ாய் តែគាត់បាត់អស់រយៈពេលជា20ឆ្នាំ25ឆ្នាំអត់បានមកហៅគាត់ទេស្រាប់តែពេលដែលសារក្រោយមកហៅគាត់មុខមិននៅចឹងទាំងអស់មកហៅគាត់ថានៅទៅតាក់សិន2ថ្ងៃទៀតនឹងស្លាប់លោកយាយម្នាក់2ថ្ងៃទៀតណាពេលហ្នឹងគាត់ដឹងគាត់តែមកប្រាប់គាត់ដឹងភ្លាមស្អែកគាត់ចេញទៅគាត់ប្រាប់លោកយាយថាលោកយាយអើយលោកយាយអីមានអីផ្ដាំផ្ញើកូនហើយទៅណាគាត់និយាយអត់មានអីទេដល់តែពេលស្អែកឡើងបងប្អូនហើយបាទមួយថ្ងៃហ្នឹងក៏លោកយាយហ្នឹងគាត់បានស្លាប់បាត់ទៅហើយគ្រួសារគេហ្នឹងក៏គេថាមកពីលោកតាហ្នឹងគឺគាត់ដាក់តំណេម៉ាយគាត់អូយណាជាដាក់តំណេត្រូវហ៎បងប្អូនបើដាក់តំណេត្រូវគ្រប់គ្នាអង្គុយដើរដាក់តំណេអស់អូដាក់តំណេតែខ្លួនឯងឲ្យខ្លួនឯងមានក្រគេមើលងាយណាស់បងប្អូន
ហើយពេលហ្នឹងគាត់ក៏បានទៅចូលរួមកម្មវិធីបុណ្យតែពេលហ្នឹងបងប្អូនជឿអត់ជឿរឿងមួយឯងពេលដែលកំពុងតែយកសពយកទៅដុតលោកយាយហ្នឹងគាត់បានយល់បញ្យល់សពកូនគាត់ពេលដែលគាត់ស្លាប់ហ្នឹងគាត់បញ្យល់សពកូនគាត់ថាសពរបស់គាត់គឺមិនអោយអ្នកណាដុតក្រៅពីបាទលោកតាដងនឹងទេដងខ្ញុំច្រឡំតែដួងបងប្អូនឲ្យលោកតាដងជាអ្នកដុតគាត់បើមិនដូច្នេះទេគឺគាត់ដុតមិនឆេះទេដូចជាតាមបណ្ដាំរបស់សពនឹងចឹងកូនរបស់គាត់អត់បានយកលោកតាដងទៅដុតទេក៏យកអ្នកផ្សេងជាអ្នកដុតពេលហ្នឹងណាហើយអ្នកដុតហ្នឹងក៏មិនមែនជាអាចារ្យភ្លុកដែរសិតសឹងតែជាអ្នកដែលប្រមឹកទាំង4ហើយដុតអត់ឆេះទេដើម7អស់2 3ដើមដុតមិនឆេះស្រាប់តែពេលហ្នឹងក៏កូនបើក៏បានប្រាប់ថាមុននឹងថ្ងៃស្លាប់ហើយពេលដែលម៉ែស្លាប់ហើយអ្នកម៉ែមកបញ្យល់សពខ្ញុំថាសពគាត់ត្រូវតែលោកតាដងជាអ្នកដុតបើមិនដូច្នេះទេគឺដុតមិនឆេះទេហើយគាត់ហាមទៀតថាគាត់អត់បញ្ចុះទេគាត់ចង់ដុតការច្បក់ហ្នឹងដុតស្លាប់ដុតហ្មងអត់មានស្លាប់កប់ទេស្រាប់តែពេលហ្នឹងគេទាំងកូនទាំងចៅរបស់គេណាដែលសពគេដាក់ក្នុងព្រៃខ្មោចហើយគាត់នាំគ្នាមកបងប្អូនមកមានអីរបស់របរច្រើនណាមកដល់ផ្ទះរបស់លោកតាដងហ្នឹងក៏បានប្រាប់ថាអូអ៊ំខ្ញុំមកនេះសូមពឹងពោអ៊ំរឿងមួយអីហើយចុះពឹងពោរឿងអីហើយចុះម៉ែរបស់ក្មួយហ្នឹងត្រូវនេះហើយនៅយកទៅលៀងដូងនេះអីនៅថាអត់ទេខ្ញុំដុតអស់ម៉ានេះហើយណាដុតអស់ដើម7 2 3ដើមហើយឥឡូវដុតអត់កុសទេហើយសូមអញ្ជើញលោកតាទៅជួយមើលផងហើយពេលហ្នឹងគាត់ថាបើគេដុតមិនឆេះឲ្យខ្ញុំទៅមើលមិនខ្ញុំមិនដឹងជួយរឿងអីបានទេបើខ្ញុំជួយបានខ្ញុំនឹងជួយអញ្ចឹងណាពេលហ្នឹងក៏កូនប៉ៅថាលោកអ៊ំអើយម៉ែខ្ញុំស្លាប់ម៉ែខ្ញុំមកបញ្យល់សពខ្ញុំថាមានតែលោកអ៊ំទេដែលជាអ្នកដុតឆេះក្រៅពីនឹងដុតមិនឆេះទេហើយពេលហ្នឹងបងប្អូនគាត់ថាម៉ែរបស់គាត់មិនមែនជាអ្នកកាន់គ្រូទេម៉ែរបស់គាត់អត់កាន់គ្រូទេណាគាត់កាន់សិលធម្មតាទេបាទព្រះនៃសម្មាសម្ពុទ្ធនិយមជាបរមគ្រូនេះពេលហ្នឹងគាត់ថាចុះលោកតាយាយហ្នឹងអត់មានកាន់សិលទេចាំមិនបានដុតឆេះគាត់កងសនំសវាពាក់ឈៀងចេះបងប្អូនសវាណាបងប្អូនមិនមែនស្រែងទេពាក់ឈៀងចេះណែបងប្អូនឡើងកទួលចេះណែហើយឡើងលបកបងប្អូនលបកនោះដល់ពេលបកខ្វោកចេះណែដល់ពេលវិជាពេលហ្នឹងគាត់ថាម៉ែរបស់គាត់ហ្នឹងគឺអត់មានអញ្ចឹងទេណាអត់មានសនំសវាឬស្អីអត់មានទេហើយដល់ពេលអញ្ចឹងក៏គាត់បានថាបើអត់មានទេដោយសារតែគេពឹងពោទៅហើយពេលហ្នឹងគាត់ក៏ទៅប្រពន្ធគាត់នៅរស់ទេណាប្រពន្ធគាត់កូនគាត់ការអស់ហើយគាត់នៅជាមួយនឹងកូនស្រីពៅរបស់គាត់នៅក្នុងផ្ទះតែគាត់នៅហើយបន្ទាប់ក្រោយពីគាត់ទៅដល់គាត់ទៅដល់ភ្លាមបងប្អូនណាគាត់នឹងក៏បានដុតធូបសាថ្មីគាត់ធ្វើទៅតាមការចងចាំរបស់គាត់នៅពេលដែលគាត់ដុតជាមួយនឹងលោកតាហ្នឹងគាត់ឲ្យកូនចៅបាទនេះហើយគាត់អត់ឃ្លានស្រាទេបងប្អូនគាត់អត់ផឹកស្រាទេស្រាប់តែពេលដែលគាត់ទៅដល់កន្លែងនឹងភ្លាមគឺគាត់ចេះគាត់មកចុះគាត់ហ្នឹងគាត់ថាដូចជូមកណាពេលហ្នឹងក៏អ្នកផឹកគេដឹងគេយកស្រាយកមកឲ្យដាក់មកក្អឹកទៅគាត់ថាឡងគាត់ថាមានជាតិជុំយ៉ាហើយផឹកមកផែតដាក់មកក្អឹកអស់ពេលអញ្ចឹងគាត់ទៅបើកមុខភាសាថ្មីគាត់យកស្រាពុះផែតនៅលើហ្នឹងផែត3ដងគាត់អត់ចេះអាគុំទេដុតឆេះទៅណាឥឡូវខ្ញុំមកហើយពឹងពោខ្ញុំមកហើយដុតឆេះបងប្អូនគ្រាន់តែកាន់ភ្លើងគប់ទៅមិនតាន់ទាំងដាក់ចូលផងដូចជាភ្លើងស្រែកដូចជាអាភ្លើងហ្នឹងវាស្រេកឃ្លាននៃការឆេះចឹងទ្រុលឆេះធុលហើយពេលហ្នឹងគាត់ថាអូវាទៅអញ្ចឹងទៅអញកាន់សិលកាន់ធម៌កាន់អានៅបាយឯងជាអញ្ចឹងហើយដុតឆេះហើយដល់ទៅពេលអញ្ចឹងអ្នកដែលគេមកមើលហ្នឹងគេក៏ចាត់ទុកគាត់ជាអាចារ្យយោគីបាត់ហើយណាគឺជាអាចារ្យភ្លុកបាត់ទៅហើយក្រោយឡើងមកទៀតមកគាត់នេះក៏បានត្រូវគេអញ្ជើញនៅក្នុងកម្មវិធីបុណ្យបាទទៅជូនពរជូនជ័យទាំងគាត់ហ្នឹងគឺអត់តាន់ប្រពន្ធស្លាប់ទេ
cõi làng để chun po chun chơi nó đặt cõi làng thiệt có miếng nè làm cái rốt mà pưng po con ở đột nè có thắt tê con ở đột tê có thắt ọt tê lúc ta nhầm khơi đột này dê mùi ní đột trắng nè hay pe nó con ở đột đó pe ọt đột sắpแต่กอดนั่งชื่อนอนแต่บางคนชื่นทุ่มมองนั่งชื่อกรุนอดดังครูเนี่ยโดยจะเกมมาจับดำกัดกอดจังก็ท่าก็ย่องได้ก็ย่องเชิงแต่กอดสะก็ท่ากอดเตานั่งปะกัดมันเพลย์นั่งสลับแต่เปลนั่งกอดท่ากอดเตานั่งปะกัดยังจังเกยแต่เปเกดดนั่งหายเฮ้ยตามวยแต่น้องบวชแต่ดคลุมกอดจะหายเป็นแต่กอดแต่แต่เปก็ดหายอยู่โต๊ะกอดกับบ้านดาวมาวิ่งดาวมาวิ่งนั้นmà bao đo te bao lục ta đo nằng hơi pe lắm có thà thì mà chơi đo nó hơi vậy mấy nhà ăn tết á pe nó cách có nhon chơi đấy có thao một đăng ti đạp pe nó lục ta mới ai ta đòn tức anh một tơ mà ở cô này của ba này ta đòn tức mà hồi pe nó có ở cô xảy có ta đòn tức ấy còn bìm mà bồn hay còn ở đại đâu thông minh thế đấy ót đại đâu thông minh xong bây thầm mà đòn có trụ vào đấy là cái đây ót miên trụ vào đây ấy dân thon mà đa đây quạt đã trâu hồng mọt có cục bôngปูnó chụp hai có ốp chun dẹt tập bay hai đại chương có cái nhon chứ bôngปูđại chương cái nhon chứ sao mà lia bánh thon mà đa vậy thà mình chân tàu có tha hãy nhé ăn tết ai nè cứ chỉ nẹt sno này cứ chỉ nẹt cha plug này mình vô mình chạp này ai nè đôi khi nè đài đăng bị pe bị lia thiệt nó còn vậy chẳng á hai con bàn tàu đang pe nâng màu ôi đã kê mòn trên con tàu đột cứ con tay tàu đột đây bằng bồn nó pe hai môi để con tàu đột đập bồn gây bầm phốt để kê rô con tàu phơ tam bị thi là bóc cụ con đã bàn ôi nằng hai pe nâng tấu con phơ những tàu toàn trâu các bạn cụ con màu pe nó có con sầm pe ta nó thôi chỉ cừu ta nó có con prapi là biệp là bo prapi cung khla tiênในการพิจารณาท่อมาด้านเนี่ยได้ทดสอบอ่ะก็ตายแต่เมียนพลอกน้องเกิดมาปราบมันเม้นใจเด็กครูไอ้เหมือนเม้นใจเด็กซาครูนะครูนี่ที่คือพลอกน้องได้เกิดมาปราบโดยที่ยังทดสอบมวยได้สอบได้เกิดอัดเมียนสัตว์ยีนให้สอบนั่งมาซองโกนวิ่งโดยปราบในบ่าอากุมขีธาอยู่เตอเกิดมาซองโกนนะให้แต่เกิดปราบคือฉับใจนะปราบฉับใจไปนั่งกอดกับบานปราบมันอากุมคล้ายกอดกับบานเทอต่อตามนั่งเตอต่อไปเทอให้เครื่องกระหลงเนี่ยเก๋มันเอาเลยโลกอาชาให้โลกอาชาก่อนมันเวตกหางบ้วนตายไปหน่งเวยุบต่อให้รัสเซียจะยุบกอดเชียวโยตัววัดกอดบ้านโยหมดเตะเครื่องกระหลงหนึ่งให้โยหมดเอาเตะนั้นกอดกับบ้านด่านเราเล้อมุกเตะกอดหนึ่งกอดโยโจเตะด้วยนะกระดานเอามุกอ่ะสลับตะเปนั้นปะปนเราบอกกอดเคยเครื่องกระหลงนั้นวิเคยสะอาดเป็นเอาซอใจยันก็เนี่ยได้ดาวมอนั่งเคยสมมวยตามเท่กอดมีดังไงนะกอดดาวบ่าโจกลงภูมิตรงกุยเยเลยมวยตานั้นสลับแต่ตลอดบ่วิ่งกดอดเคยดิบัดจัดได้ลิงกลมเซียวตายสกอโซตายบัดก็ถ้าbà hai giờ bồn cọt vô tạt đạn nó càng không ai na được đạn lại nay được có miếng côn xây kìm mà đặt trắng á vô tao hả miền xây bom phổ ơi sáp tại dục làng bà pôn đỏ bò con nó sài chẳng dục đi như mũi con á sài chẳng dục bà pôn bò con sài nhol đai nhol chuông phơi lên cái lon lặp chả conไปnó mà đang phơm mấy con đột thù hơi xô đồng xô đây khá rồi hốt tao bà pôn con nó nghiêm bà pôn con cả thu từ còn toàn đang bà lông cái chai gì nè đó tập pel bà lâm lang miền y miền pu để con khoa khả khoa cầm siêu khoa ấy năng làm bay slap pria bầm mô tầng vô mặt đạn đâu còn lại tầm mùi bình hay còn dễ prap tha còn vô cầm siêu tàu nữa anh còn dễ nó có mình có nữa có tha bây giờ con đã thực tài phim con bà máu khơi sọm được khơi sọm mà đập đây con bật đấy bao bom xá tiết bao mà mới khơi này mà được bông sầm lắng
គាត់ក៏វត្តកំសៀវចោលចឹងទៅតាមតាទាគេដល់ផ្ទះវិញណាតាទាគេដល់ផ្ទះឲ្យមកដាក់នៅខ្លួនទៅវិញយកមកវិញដល់ពេលអញ្ចឹងគាត់ទុកបានហើយគាត់ក៏យកទៅដាក់នៅវត្តទៅឲ្យព្រះសង្ឃគាត់បានធ្វើអីចឹងទៅតែបើបានទៅដល់វត្តហើយគាត់ទៅទិសកសលទៅដល់វិញ្ញាណក្ខន្ធនឹងហើយគឺយើងអាចចែកចាយបានហើយដោយសារព្រះសង្ឃណាព្រះសង្ឃអាចចែកចាយទៅនេះចែកចាយទៅនោះចែកចាយទៅនេះអ្នកដែលធ្លាប់ដេកក្នុងវត្តមិនដឹងមិនស្រួលលើគ្រុកក្រាស់ទៅដល់ឃើញវាក់កវេមកវាមឡូវហើយដល់តែពេលគាត់ដុត1ដុត2ដុត3ដុត4រត់យូរទៅក៏คล้ายទៅជាអាជីពរបស់គាត់ដោយលោកគ្រូរបស់គាត់ហ្នឹងក៏ចាស់ចរិយាទៅគាត់ក៏បានចែកឋានបានបន្ទាប់ពីគាត់ចែកឋានទៅដូច្នេះហើយនៅក្នុងវត្តមួយហ្នឹងហើយនៅតាមផ្សេងហ្នឹងគាត់ធ្លាក់មកលើខ្លួនគាត់ពេលដែលគាត់បានចរិយាបន្តិចហ្នឹងប្រពន្ធរបស់គាត់ហ្នឹងក៏បានស្លាប់ចោលគាត់ណាស្លាប់ចោលគាត់ទៅហើយក៏ពេលមុនក៏គាត់ដុតណាពេលដែលគាត់ដុតគាត់អត់ដែលយកឈើអីមកផ្ទះវិញទេគាត់ដុតហើយដុតទាំងឈើដុតហើយដុតទាំងឈើទៅហើយដល់ពេលប្រពន្ធគាត់ស្លាប់ពេលនោះគាត់ក៏បានដើរទៅខាងក្រោយផ្ទះគាត់ឃើញអាស័យនៅក្រោយផ្ទះគាត់ល្អអាស័យឡងចាស់ល្អមែនទែនពេលនោះគាត់ក៏កាប់អាស័យនឹងមួយគាត់ថាមិនបាច់ចាំមួយថ្ងៃពេលតែដុតឯណាទៅក៏តែងទៅរកអាស័យដុតឯណាទៅរកអាស័យនេះទៅរកអាស័យនោះគាត់កាប់អាស័យក្រោយផ្ទះគាត់ហ្នឹងកាប់ចាំងឡើងស្អាតអំលីងឡើងស្អាតគាត់ទុកដើមអាស័យហ្នឹងសម្រាប់អីគឺសម្រាប់ឆ្កឹះនៅពេលហ្នឹងគាត់ថាដុតឲ្យតែដុតគឺគាត់តែងតែយកអាស័យហ្នឹងទៅពេលដែលកន្លែងណាដែលស្លាប់គាត់យកអាស័យទៅហើយយកទៅដាក់នៅហ្នឹងហើយយកទៅដាក់នៅហ្នឹងនៅកន្លែងរោងនោះមុនគេបងឲ្យតែគាត់និមន្តទៅឲ្យគាត់ដើរទៅគឺគាត់ទៅដាក់ហើយយកទៅដាក់នៅហ្នឹងថ្ងៃមួយបងប្អូនណាបាទគាត់ថាគាត់ដុតនៅភូមិគេមួយបងប្អូនដុតសពតៃហោងបាទស្លាប់តៃហោងស្លាប់ដោយបើកភ្នែកគាត់ថាក៏ដុតទៅបងប្អូនអូសម្លឹងមូគាត់លងមិនដាក់ភ្នែកទេប៉ុន្តែពេលហ្នឹងគាត់ចេះខ្លះដែរគាត់សូត្រផ្លុំអញ្ចឹងតែពេលដែលចាក់ហ្នឹងបងប្អូនចាក់ហ្នឹងទៅវាអត់ទៅទេចាក់ទៅល្អិលភ្លិចគាត់ចុះអាស័យគាត់វាធម្មតានោះអត់មានអីធ្ពក់នោះអត់មានអីតាក់អត់មានអីទាញពេលហ្នឹងគាត់មិនដឹងធ្វើម៉េចគាត់យកឈើទៅតាក់វាអត់បានដូច្នេះហើយគាត់ក៏បាទសម្លឹងឃើញសុំខាងសម័យដើមបុនណាថាមើលមានដេចគោលអីមកដើមមកទឹកអីពេលហ្នឹងក៏សម័យដើមហ្នឹងគឺមានគាត់ថាលោកតាមានទៅយកហ្នឹងមកហើយដាក់មកលើដើមអាស័យហ្នឹងវាយមកលើដើមអាស័យហ្នឹងវាយពងបាទវាយឡើងលិចទៅវាជាប់អាខាងនោះវាជាប់អាខាងមុខហ្នឹងធ្ពក់ទាញមកក្រោកគាត់ធ្ពក់បានណាគាត់ដល់ពេលគាត់ថាសុបាយទាញមកយើងភុងគាត់ថាឯងម្លឹងមើលអញទាញមកចឹងទៅដុតសពតៃហោងហើយដេកូនមុនដំបូងគឺតៃហោងហ្នឹងហើយដុតទៅខឹងដល់ពេលស្លាប់មកហើយដុតកោសហើយធម្មតាដេកូនហ្នឹងតៃហោងមួយហើយដាក់ភ្លាមស៊ីតៃហោងភ្លាមហើយគាត់ហ្នឹងក៏បានយកឈើហ្នឹងមកទះបងប្អូនយកឈើហ្នឹងមកទះដាក់នៅកន្លែងក្បែរផ្ទះល្ងាចឡើងគាត់ក៏បានទៅបុណ្យមួយគេហៅបុណ្យធម្មតាទេមិនមែនបុណ្យសពទេបុណ្យធម្មតាបុណ្យក៏ជួបជុំយាយតាហ្នឹងមកវិញកូនរបស់គាត់ទាំងអស់គ្នាត្រូវបានលងបន្លាចពេញទៅផ្ទះពេលហ្នឹងគាត់នឹកឃើញថារាល់ដងគាត់អីផងហ្នឹងអត់ដែរអីទេចឹងមិនចឹងស្រាប់តែពេលហ្នឹងគាត់ឃើញគឹងបងប្អូនប៉ុណ្ណេណាហើយឈរហ្នឹងគឺឈរនៅកន្លែងអាឈើអាស័យដែលគាត់កំពុងតែដុតហ្នឹងឈរហ្នឹងសម្លឹងមុខគាត់អត់ដាក់ភ្នែកទេសម្លឹងមុខគាត់ដោយសារតែខឹងហ្មងសម្លឹងតែខឹងគាត់ឃើញទៅព្រឺសបល់ដែរប៉ុន្តែអត់អីទេគាត់សូត្រផ្លុំគាត់ក៏យកអាស័យហ្នឹងយកទៅដាក់នៅកន្លែងដើមអំពិលជូររបស់គាត់ហ្នឹងទៅធ្ពក់ដើមអំពិលជូរធ្ពក់ទៅគ្រាន់ប៉ុណ្ណឹងបាច់យកទៅដាក់ពឹបគាត់ដើរមកដល់ផ្ទះងាកទៅក្រោយគឺម្នាក់ហ្នឹងអង្គុយនៅលើដើមអំពិលជូរបាត់នៅសម្លក់គាត់សម្លងគាត់ហ្នឹង
គាត់មានទេយកទឹកមកផ្តិលធូប7សរសៃគោវុតបោះអញ្ចឹងទៅកូនគាត់ក៏បានធូរអញ្ចឹងទៅពេលហ្នឹងអត់តាន់ដឹងទេស្អែកឡើងក៏យកអាចឈើអាស័យដែលឆ្កឹះហ្នឹងយកទៅបេះ7ទៀតបេះ7បេះអីអូសុបាយណាស់វាឃើញតែគោលតាក់7បានតាក់យកទៅតាហ្នឹងឃើញក្មេងៗឃើញគេអញ្ចឹងដែរក៏អត់និយាយទេក៏ខ្លាចក្មេងៗខ្លាចអត់ហ៊ាននិយាយតាក់មិនតាក់ទៅចាមិនតាក់មិនទៅហើយទុកកន្លែងដើមវិញតែប៉ុណ្្នឹងបានហើយយប់ឡើងកូនរបស់គាត់នោះរៀកនោមនៅតាមបន្ទប់ទឹកនៅផ្ទះវាអត់មានរៀកនោមទៅជួសនោមមកកន្លែងក្រោមដើមហ្នឹងមានអីដាច់នោមបងប្អូនខូនសម្លក់ប្រាប់ឪគាត់ថាឪអើយមិនដំបងរៀងជួសនោមទៅវាមិនព្រឺសបុលដល់ព្រឺសបុលស្រាប់តែធ្លាក់ក្បាលមកសម្លងមើលមុខគាត់យ៉ាងខ្លាំងដល់ពេលគាត់ចឹងគាត់ស្រែកយកក៏រត់មកឡើងនោមចូលខោហើយឪគាត់ថាកូនឯងខ្វះកន្លែងនោមណាអីក្បែរតសគៀនផ្ទះគាត់ឯងមិននោមទៅនោមឲ្យដើមហ្នឹងចឹងគាត់ថាម៉ែឪអើយបាត់បានទេមួយរយៈហ្នឹងមិនអញ្ចឹងមួយរយៈហ្នឹងហេតុអីបានជាចេះមានការលោមម្លាចឹងគាត់ឲ្យកាប់ដើម7ទឹកចោលដើម7ជូរចោលទៅថាកុំមិនកាប់ទេកូនឪដឹងហើយពេលហ្នឹងគាត់ក៏បានប្រាប់ទៅកូនស្រីកូនប្រុសរបស់គាត់ហ្នឹងហើយនឹងចៅរបស់គាត់ស្រាប់តែពេលហ្នឹងក៏គេបានឲ្យតាហ្នឹងចេញពីហ្នឹងគាត់មែនទេមែនកូនគាត់ដេញគាត់ទេប៉ុន្តែគាត់ដឹងគាត់ខ្លាចចៅអីខ្លាចគាត់ចេញពីហ្នឹងហើយក៏គាត់មិនប្រាប់តែឈើហ្នឹងឈើនេះដែរគាត់ប្រាប់ទេឈើនឹងឆ្កឹះឈើអីចឹងណាហើយតាំងឈើនឹងឲ្យតែគាត់ទៅបុនគឺគាត់កាន់ទៅបុនកាន់ទៅហើយដល់ពេលក្រោយឡើងមកទៀតបងប្អូនពេលហ្នឹងនៅវត្តនៅក្នុងវត្តមានស្ត្រីម្នាក់ដែលគាត់នឹងកូនភ្លោះស្លាប់កូននៅក្នុងផ្ទៃបងប្អូនកូនភ្លោះ2យកទៅវត្តចុះគាត់សង្គ្រីកវត្តហ្នឹងមិនសង្គ្រីកវត្តទេណាសង្គ្រីកដុតនៅក្នុងវត្តគេបានមកអញ្ជើញគាត់ពេលហ្នឹងគាត់ក៏បានទៅបងប្អូនគាត់មិនដឹងថាក្នុងសពហ្នឹងមាននេះទេមានក្នុងស្រីហ្នឹងមានទារកហ្នឹងទេអត់ដឹងទេដុតឡើងចង់កោសអស់ទាញមកបងប្អូនមកស្មាទោសបងប្អូនមកស្មាទោសគាត់ទាញចង់ក្បាលពោះបាំងពុបធ្លាក់ភុបពីរគាត់ឃើញពីរជុំយកគាត់ចង់បាក់ស្មាណាប៉ុន្តែអត់ទេគាត់ដុតឡើងកោសគាត់ដុតកោសអស់ស្អាតទៅស្រាប់តែពេលដុតហើយអស់លីងអីលីងហ្នឹងទៅសាច់ញាតិរបស់គាត់ហ្នឹងបលឹមឡើងបាទគាត់មកយកសុំទោសត្រូវបលឹមឡើងបងប្អូនបាទគាត់ដុតពេលយប់ពេលបលឹមឡើងសាច់ញាតិគេមកយកគ្រាន់តែយកហើយហ្នឹងទៅក៏លៀងអីហើយហ្នឹងទៅគាត់ហ្នឹងក៏បានទៅផ្ទះវិញហ្នឹងទៅបានលុយបានកាក់ទៅផ្ទះទៅហើយឈើហ្នឹងក៏គាត់យកទៅផ្ទះវិញដែរឈើហ្នឹងយកទៅផ្ទះដាក់នៅដើមហ្នឹងដែរតែបើសិនជាអ្នកអត់ប៉ះពាល់ដល់ឈើហ្នឹងក៏អត់អីទេឈើគាត់ដាក់អាហ្នឹងទៅវាដុតទៅវាចេះតែឆេះតណាដល់ពេលឆេះអស់ឈើហ្នឹងគាត់ក៏ដោះដៃកូនយកមកដាក់ក្នុងថង់យាមរបស់គាត់អាថង់សរបស់គាត់ហ្នឹងដៃកូនមកទឹកហ្នឹងតែមុនគាត់ដុតនឹងហើយគាត់ទៅផ្ទះស្អែកឡើងគាត់មកវត្តលេងថ្ងៃហ្នឹងគាត់តនេហើយអត់ធ្វើអីទេគាត់ថាណាតនេហើយមកអង្គុយពិភាក្សាមួយប្រសង់អង្គុយនិយាយលេងមួយប្រសង់ហ្នឹងស្រាប់តែកំពុងតែនិយាយលេងហ្នឹងក៏ដល់ម៉ោងហើយគាត់មានអារម្មណ៍ថាព្រឺសបុលក្បាលគាត់ចុញដូចព្រឺសបុលក្បាលមែនគាត់ពេលម៉ោង 8:09 ហ្នឹងគាត់ដើរមកផ្ទះវិញផ្ទះគាត់ឆ្ងាយពីវត្តតិចដែរប៉ុន្តែតាមភូមិណាគ្រាន់តែគាត់ចេញមកពីក្នុងវត្តភ្លាមបងប្អូននៅសំលេងឆ្កែព្រុសឡើងរំពងឆ្កែព្រុសសំលេងខ្លាញ់ស្រាកស្រែងយកគាត់ថាអញមិនចឹងមានរឿងអីគាត់ក៏លេខមើលទៅកន្លែងបាទហៅថារបងវត្តហ្នឹងឃើញឈោឆ្កឹងសោព្រុសបងប្អូនសក់វិញឡាយភ្នែកឡើងកលូងហើយសម្លឹងមកកាន់គាត់ហើយពូធំមកបងប្អូនកាន់អោពូហ្នឹងសម្លឹងមកកាន់គាត់និយាយពីឆ្កែអ្នកដែលនៅជាប់ហ្នឹងនិយាយពីថាព្រុសជន់យៈព្រុសណាព្រុសមែនទេស្រាប់តែពេលហ្នឹងគាត់នេះក៏បានសូត្រមន្តអាគមគាថារបស់គាត់សូត្រផ្ចាញ់ដែលគាត់រៀនពីគ្រូហ្នឹងសូត្រផ្ចាញ់អត់ខ្លាចទេអានេះមិនមែនភ្នែក4ណាអានេះភ្នែក6ណាបងប្អូនដល់ពេលហ្នឹង
សូត្រផ្លុំអត់ខ្លាចទេគាត់ដើរគាត់ថាដើរមករកគាត់ហ្មងណាដើរមកគាត់សូត្រយ៉ាងម៉េចក៏អត់ខ្លាចគាត់ដែរដល់ទៅពេលគាត់មិនដឹងទេថាមកពីណាអញ្ចឹងណាអត់ដឹងទេអត់ដឹងប្រភពដល់ពេលអត់ដឹងប្រភពហ្នឹងគាត់មានអីសូត្រអត់ខ្លាចគាត់ទេសូត្រមិនខ្លាចរត់ដើរចូលសូត្រដើរចូលអញ្ចឹងគាត់ប្រើអាចជំរឿចុងក្រោយរបស់គេ36ក្បាច់របស់គាត់ហ្នឹងរត់ចង់ដាច់អាចទៅដល់ផ្ទះចូលដេកនៅផ្ទះគាត់អត់ដឹងទេដល់ទៅពេលហើយស្អែកឡើងពេលថ្ងៃគាត់ក៏បាននិយាយថាប្រយុទ្ធមិញគាត់បានឃើញស្ត្រីមានផ្ទៃពោះជាខ្មោចណាលងម្លាយគាត់ក៏ថាមានគេដុតប៉ះអញ្ចឹងឯងដល់ពេលហើយប្រសង់ឲ្យលោកតាគាត់ក៏បានប្រាប់ លោកតាជាតែលោកតាអាចារ្យហ្នឹងថាអីអត់ដឹងទេពីម្សិលអាពេលយប់ហើយមកដុតហ្នឹងតែអីមែនទេណាមានកូនណាកូនពីរអញ្ចឹងណាភ្លេចនៅឃើញតាមពិតចឹងមែនដល់តែពេលចឹងហើយគាត់ក៏បានដឹងអ្នកនៅក្បែរវត្តបងប្អូនអ្នកណាមួយក៏ចង់ជ្រុះសក់ដែរយំដើររកប្តីខ្លួនឯងយំទៅសួរគេគោះទ្វារដើរគោះទ្វារគេបើឆ្កែវិញព្រុសឡើងចង់ស្អកកហើយដល់សារតែដើរយប់ឡើងអត់មានបាននេះដេកបានពូហ្នឹងដើរចឹងដល់ទៅពេលគេមកប្រាប់ប្រសង់ពេកមកប្រាប់ប្រសង់ក៏មិនដឹងធ្វើម៉េចដើម្បីធ្វើបានក៏បានទៅរកលោកគ្រូអាគមហ្នឹងគាត់បានមកធ្វើអាគមដាក់មានបានណាគ្រូអាគមហ្នឹងដាច់ខោខ្ទេចបងប្អូនរត់បោះខ្មោចហ្នឹងធ្វើអត់បែកទេហើយគាត់ក៏មិនដឹងថាអីធ្វើបែកសូម្បីតែគាត់ក៏ធ្វើអត់បែកដែរលោកមិនឡាច់គេមួយថ្ងៃរហូតតតែគេរើចេញពីផ្ទះទៅនៅកន្លែងផ្សេងណាគាត់មិនទាន់ដឹងណាអាស័យគាត់ដុតធម្មតាដុតរហូតដល់អស់អាស័យនៅសល់តែគោហ្នឹងដល់ពេលយូរទៅវាអាក្បាលវាហ្នឹងវាសឹកគាត់ក៏បានកាត់ក្បាលវាចោលកាត់យកអាស្អីកាត់វាទៀតដំបាច់ក្បាលវាហ្នឹងរួចហើយទៅបោះអាស័យថ្មីទៀតទៅបោះអាស័យថ្មីហើយក៏ដាក់ដុតគ្រប់អស់ហ្នឹងវត្តណាដែលត្រូវអញ្ជើញគាត់ទៅវត្តណាវត្តណីក៏ដោយឲ្យតែហៅទៅហើយទៅគាត់លីអាស័យទៅលីអាស័យលីរីកូនទៅដល់ទៅពេលក្រោយឡើងគាត់ដឹងធ្វើអត់បាយដល់ទៅពេលចឹងហើយក៏មានលោកគ្រូម្នាក់ដែលគាត់បានប្រាប់ថាបើយើងដឹងអ្វីមួយធ្វើឲ្យវាខ្លាចវាអត់ហ៊ានមកទៀតទេដល់ពេលចឹងគាត់នឹកឃើញចេញអាការហ្នឹងគាត់ពួកដូចគោលគាត់ថាចុះបើសិនអាពួកដល់ពេលដុតហ្នឹងគាត់ថាយកអាហ្នឹងមកបដ ក៏យកអាហ្នឹងមកក៏ធ្វើពិធីវាយត្រង់ជាប់បងប្អូនវាយត្រង់ជាប់ហើយពេលហ្នឹងក៏វិញ្ញាណហ្នឹងនៅក្នុងដៃគោលហ្នឹងវិញ្ញាណណានៅក្នុងដៃគោលហ្នឹងបងប្អូនហើយគាត់ដាក់ដុតឡើងប្រមាណប្រឆាហើយគាត់ដាក់ដុតឡើងសង់គ្រប់ភូមិហើយដល់ពេលគាត់ដាក់ដុតបងប្អូនហើយកូនចៅរបស់គាត់ស្មាតោចុះគាត់ថាណាថាក្មួយហើយកូនចៅរបស់គាត់គ្មានអាណាមួយចូលចិត្តគាត់ទេគាត់ហ្នឹងរាល់ថ្ងៃហ្នឹងរស់ដោយវេទនាព្រោះអីអ្នកណាក៏គេខ្លាចដែរគេចូលចិត្តគាត់នៅពេលដែលគេស្លាប់គេអញ្ជើញគាត់គេហៅគាត់ប្រណិប័តគាត់តែពេលដែលគេបានសុខត្រានត្រើយពេលដែលគេដុតរួចរាល់ហើយគេមិនដែលឃើញមុខរបស់អ៊ុំទេណាអត់ឃើញមុខតាទេសូម្បីតាដើរនៅមុខផ្ទះរបស់គេហ្នឹងក៏គ្មានអ្នកណាគេហៅតាទៅចូលអង្គុយដែរគេអាចារ្យអើយគាត់និយាយមកខ្ញុំណាគេមិនហៅតាទៅអង្គុយលេងទេគេខ្លាចតាព្រោះអីតាជាអាចារ្យភ្លុកដល់ពេលគាត់និយាយខ្ញុំមានរៀងអាណិតណាមែនទេបងប្អូនមែនថាសំបីតែគេទេសំបីតែខ្ញុំណាដែលដឹងថាអាចារ្យភ្លុកក៏ខ្ញុំមិនហ៊ានដែរបងប្អូនខ្លាចមិនខ្លាចគាត់ទេប៉ុន្តែគាត់ទម្លាក់គូតណាគឺគេមកតាមហ្នឹងហើយចុះប៉ាតាមកដល់ផ្ទះយើងប៉ាគាត់ទម្លាក់គូតអង្គុយបាច់មកនៅហ្នឹងវិញស្អែកឡើងអូយប់ឡើងចេញមកឃើញអង្គុយនៅហ្នឹងហេឯងមិនបកាច់មួនោបទេហ៎អញ្ចឹងពេលខ្លាចណាបងប្អូនគឺយើងខ្លាចដែរណាអត់ហ៊ានទេហើយពេលដែលគាត់ដាក់ដុតអីអស់អញ្ចឹងទៅគាត់អត់តាន់បានទៅដុតថ្មីគាត់យកដេកូលហ្នឹងយកមកដាក់នៅក្នុងនេះគាត់នៅក្នុងថង់យាងរបស់គាត់ហើយដេកូលហ្នឹងមកដើមពីរដើមមកនៅក្នុងថង់យាងរបស់គាត់ហ្នឹងគាត់ផ្លាស់ប្ដូររហូតហ្នឹងមិនមែនតែមកដើមហ្នឹងណាប៉ុន្តែដើមមួយហ្នឹងក៏ទុកជាងគេឡើងខ្មៅបងប្អូនឡើងខ្មៅក្រឹបពេលហ្នឹងកូនភាសារបស់គាត់និយាយកូនភាសារបស់គាត់ហ្នឹងគឺ
គឺអត់បានវាយអាដេកូលយកដេកូលទៅវាយនេះទៅវាយអាថ្នោតណាថ្នោតហ្នឹងក៏ធ្វើក្រោលគោដល់ពេលអញ្ចឹងទៅទិញដេកូលទិញអីហ្នឹងពេលហ្នឹងគាត់អត់នឹកឃើញទេគាត់មិននឹកឃើញថាដេកូលត្រឹងដេកូលអីទេគាត់មើលទៅដូចជាដេកូលគាត់នៅមួយដើមតែមួយដើមហ្នឹងគឺគាត់អត់តាន់ប្រើទេគាត់ក៏បានយកដេកូលហ្នឹងយកមកឲ្យកូនគាត់យកមកឲ្យទៅកូនគាត់ដំទៅវាចេះក្លាច់ដោះទៅក្លាច់អស់អញ្ចឹងទៅពេលហ្នឹងចៅរបស់គាត់ហ្នឹងក៏បានទៅយកអាដេកូលហ្នឹងទៅបោះជាប់ហ្នឹងអាហ្នឹងបងប្អូនយកដេកូលហ្នឹងបោះជាប់ទៅក្នុងនេះហ្នឹងក្រោលគោហ្នឹងបោះជាប់រួចរាល់ហើយយប់ឡើងគោនឹងផ្អើលមកយប់ហើយតាក៏អត់ដឹងថាដេកូលបាត់ទេយប់ឡើងគោផ្អើលមកយប់គោយំគោអីហ្នឹងស្រែកទៅហឹងដល់ពេលកូនភាសារបស់គាត់ចុះមកមើលគោបងប្អូនអើយគឺឃើញអង្គុយនៅលើអាលើក្រោលគោគាត់ហ្នឹងមានអាតបូលក៏អង្គុយនៅលើតបូលមានអង្គុយខាងហើយសម្លក់មកកាន់គាត់ឃើញហ្នឹងហើយគោនោះយំមកចេញទៅភ្នែកណាឡងយំគាត់ទៅហៅអូគាត់មកបាញ់គាត់ឃើញដែរហ្នឹងគាត់ឃើញគាត់ដេញចេញតាណាដេញយ៉ាងណាក៏អត់ទៅដែរដេញអត់ទៅទេនៅតែអញ្ចឹងនៅតែលើទាំងអស់អត់តាណាសោះមានក្មេងមានចាស់មានពស់ធំមានមិនក៏ដោយមានទាំងអស់ដេញយ៉ាងណាក៏ដេញអត់ទៅដែរដល់អញ្ចឹងហើយគាត់បានកន្លោះទឹកកន្លោះអីទៅនៅអង្គុយយាមគោយាមអីពេលហ្នឹងគាត់មកដេកទៅព្រលឹមឡើងកូនគាត់ហ្នឹងគឺចាប់ផ្ដើមឈឺបងប្អូនដោយសារតែឃើញច្បាស់ពេកឈឺក៏បានឲ្យគាត់កន្លោះទឹកឲ្យគាត់ក៏បានកន្លោះទឹកទៅក៏រៀងធូរតិចពេលហ្នឹងគាត់សួរថាហេតុអីបានមានរឿងអញ្ចឹងឬមកក៏យកអាដើមថ្នោតមកពីកន្លែងគេបញ្ចុះសពបញ្ចុះអីអត់អីដល់ពេលហ្នឹងគាត់ដើរមើលជុំវិញហ្នឹងទៅក៏បានឃើញដេកូលឡើងខ្មៅដេកូលឡើងខ្មៅពេលហ្នឹងគាត់ថាដេកូលអញធ្លាប់ស្គាល់ហើយគាត់ម្លឹងមើលកេះចុះកេះឡើងគាត់ក៏បានដើរទៅយកថង់យាមរបស់គាត់បាត់ដេកូលខ្មៅនោះបាត់ហើយពេលហ្នឹងគាត់ក៏សួរថាមើលមានណាគេដឹងដេកូលទេដេកូលគាត់នៅហ្នឹងឡើងខ្មៅក្របមួយនៅហ្នឹងណាយតាណាបាត់ហើយពេលហ្នឹងក៏ចៅរបស់គាត់ថាគាត់យកដេកូលទៅឲ្យឪគាត់ដំអាក្រោលគោហ្នឹងដេកូលណាចៅដល់ទៅពេលយកទៅដេកូលហ្នឹងមើលអាខ្មៅហ្នឹងមើលគាត់ថាដកឲ្យលឿនដកដល់ពេលដកក្រេកក្រកនឹងដកហើយប៉ុន្តែពេលដកហើយពឹបគាត់យកមកដាក់នៅក្នុងថង់របស់គាត់វិញបាទដាក់នៅក្នុងថង់របស់គាត់វិញហើយណាពេលហ្នឹងយប់ឡើងចឹងទៀតបងប្អូននៅអង្គុយជុំវិញនឹងទៀតនៅអង្គុយវាមិនតាន់អស់ឡៃវាមិនទេនៅអង្គុយជុំវិញគាត់ថាដេញមិនក៏អត់ទៅដែរដល់ពេលក្រោយឡើងមកទៀតគាត់ថាដេញមិនបានគាត់ទៅបានកាប់អាស័យក្រោយផ្ទះទៅកាប់អាស័យក្រោយផ្ទះកាប់អីហើយមកគាត់យកអាស័យហ្នឹងយកមកដំដេកូលទូផាំងកន្លែងហ្នឹងទៅបានដំហើយដល់ពេលយប់ឡើងឃើញនឹងអង្គុយទៀតគាត់យកអាស័យដេញវាយបងប្អូនគាត់ឡើងខ្លាចហ្នឹងយកអាស័យដេញវាយពួកព្រាយពួកអីហ្នឹងឡងបិទខ្ចាច់គ្នាទាំងអស់ខ្លាចឃើញអាស័យហ្នឹងហើយដេកូលហ្នឹងខ្លាចរត់បាត់អស់លីងឡាយនៅមួយរយៈក្រោយទៀតឡើងឃើញហើយដល់ពេលកូនភាសាគាត់ថាអត់បានទេឲ្យអូនទៅនៅឆ្ងាយតិចទៅតែនៅចិត្តពេកហ្នឹងកូនភាសាហ្នឹងគ្មានរស់មិនបានយូរទេបន្តិចងាប់បាត់ដែរហើយពេលហ្នឹងគាត់នៅតែនោះទៅនៅឆ្ងាយពីហ្នឹងទៅគាត់ជាអាចារ្យភ្លុកផងហើយដើរតាណាតណៃអីបងប្អូនហ្នឹងធំក្លិនលើគេអត់ចូលចិត្តទេដូចគាត់និយាយបានប្រាប់ខ្ញុំអញ្ចឹងគាត់ថាគាត់ហ្នឹងខ្លួនរបស់គាត់គឺធំក្លិនណាដើរតាណាក៏គេធំក្លិនដើរតាណាគេធំក្លិនដែរអញ្ចឹងហើយខ្មែរគាត់ចង់ធ្វើអីប៉ុន្តែថ្ងៃមួយគាត់ថាគាត់លាហើយគាត់ឈប់ហើយគាត់ចង់លាឈប់អារឿងដុតហឹងហើយបងប្អូនប៉ុន្តែឈប់អត់បានទេគេនៅមកហៅគាត់រហូតមកហៅគាត់មកតាមគាត់ដល់ផ្ទះហើយកូនគាត់បើហ្នឹងយប់ប្រលប់អីដើរមកមើលអូខ្លាចអូដេកឈឺដេកអីហ្នឹងមកលួងគេទៀតបងប្អូនលួងគេមិនឲ្យមកចិត្តទេជាពិសេសគាត់ថាគាត់មានអ្នកដែលតាមគាត់មនុស្សស្រីទៀតប្រច័នអាក្រក់ទៀតខ្មោចទេប្រច័នគាត់ទៅនិយាយមួយយាយណានោះទៅលងយាយហ្នឹងឡើងរបូតច្បងរបូតសរងណាទៅលងយាយហ្នឹងពងងូទឹកបងប្អូនប្រាប់យាយហ្នឹងកុំឲ្យមកតាក់ទងប្តីរបស់គាត់ទៀតឈ្មោះតាដងហ្នឹងដល់ពេលហ្នឹងគាត់មិនហ៊ានទេមកភូមិឲ្យតែស្រីគាត់ថាគ្មានណាមួយនិយាយចូលគាត់ទេមិនថាបាទគេហៅថាចាប់ផ្ដើមពីអាយុ18ឆ្នាំទៅអត់សូវមានអ្នកនិយាយចូលគាត់ទេគាត់ថាទៅដើរធ្វើបាបគេដល់ផ្ទះណាហើយពេលដែលក្រោយទៀត
គាត់ក៏មិនអាចឈប់បានដែរបើគាត់ឈប់គាត់ឈឺបងប្អូនឈប់ឈឺបងគេធ្វើគាត់ដល់ឈឺគាត់ឈឺឡើងប្រហែល7ថ្ងៃបងប្អូនហើយស្គមឡើងបាក់បានពោះឆ្អេតស៊ីអីក៏មិនបានដែរដល់ពេលគាត់ចាប់ផ្ដើមដុតមកសពវិញដុតមួយភ្លាមជំងឺទាំងអស់លិញជាលិញបងប្អូនជាហូបបាយហូបអីវិញបានធម្មតាដូចគេថាមិនឲ្យគាត់ឈប់ពីអាជីពនឹងមួយណាអាជីពល្អអាជីពគេគ្រប់គ្រងតែតាំងតែពីពេលហ្នឹងមកគឺគាត់មិនដែលបានដើរចូលនេះទេបងប្អូនគាត់មិនដែលបានចូលពិធីមង្គលការគេទេគាត់ចង់ស៊ីម្លការដល់កូនគាត់យកមកឲ្យគាត់ស៊ីអញ្ចឹងណាគាត់និយាយពាក្យស៊ីតែគាត់ប្រាប់ស៊ីខ្ញុំស៊ីគាត់ញ៉ាំខ្ញុំញ៉ាំគាត់ហូបខ្ញុំហូបហើយតាមរឿងគឺអញ្ចឹងបងប្អូនចំណាំមើលហើយគាត់ថាបើចង់ត្រូវការស៊ីម្លម្សួរស៊ីអីគោឡើងភ្នំចុកខ្លាញ់ហ្នឹងណាគាត់ថាតើតកូនគាត់យកមកផ្ញើបានគាត់បានហូបបានស៊ីតែបើសិនជាគាត់ទៅហ្មងគ្មានអាណាហាវមួយទេណាហាវម្លងគាត់រហូតទោះគេមានកូនការក៏ដោយម្លងគាត់រហូតអត់ឲ្យគាត់ទៅសងទេតែបើសិនជា7ថ្ងៃហើយទៅងប់អីហ្នឹងគឺគាត់មានមុខគាត់ហើយបាទចាត់ចែងអញ្ចឹងទៅណាបាទគ្មានណាហ៊ានមួយគាត់ទេប៉ុន្តែលើកលែងតែប្រសងមួយបងប្អូនប្រសងបុនក៏ត្រូវការក៏ត្រូវដែរមិនថាអញ្ចឹងណាដល់ពេលក្រោយឡើងមកទៀតដេចគោលដេចគោលត្រឹងបកគាត់ហ្នឹងដេចគោលដែលគាត់ដំក៏ត្រូវបានគ្រូអាគមម្នាក់គាត់ស្គាល់ទេគ្រូអាគមហ្នឹងគាត់មកសុំដេចគោលហ្នឹងពីគាត់ថាគាត់សុំអាហ្នឹងមកគាត់សុំដេចគោលហ្នឹងមកបើក៏ឃើញដេចគោលហ្នឹងវាខ្លាំងណាពេលហ្នឹងគាត់ថាគាត់មិនហ៊ានឲ្យទេគាត់អត់ឲ្យទេបងប្អូនឮតែគាត់មិនឲ្យយប់ឡើងម៉ោង12មកយោគ្រូអាគមមកយោទៅយោមានបានណាលេងទាំងអស់អត់បានទេហើយម្យ៉ាងទៀតផ្ទះគាត់ថាមិនដឹងជាគាត់មានលៀបឬក៏អត់លៀបទេគាត់ថាផ្ទះកូនរបស់គាត់ចិញ្ចឹមគោនៅថ្ងៃមួយគឺគេមកប្រាប់គាត់ហ្មងស្ត្រីពោះធំបាទមកស្ត្រីពោះធំហ្នឹងកូនភ្លួនឹងមកប្រាប់គាត់ថាអ៊ំឯងកុំដេកតិចទៀតមានចៅមកលួចឡើយអ៊ំឯងកុំដេកមកប្រាប់គាត់ត្រង់ភ្លឹងហ្មងប៉ុន្តែមិនមែនចេញជារូបរាងជាមនុស្សឲ្យគាត់ឃើញទេចេញជាសម្លេងប្រាប់គាត់ដឹងគាត់ហ្នឹងក៏បានអង្គុយហើយគាត់បានសូត្រចឹងទៅយកដេកគោលសូត្រគាត់អត់ធ្វើវិធីណាយកដេកគោលនោះដាក់ចឹងទៅក៏ប្រាប់ប្រការពីផ្ទះអញផងវើយបងប្អូនអើយចៅ7នាក់គាត់ថាចូលបានចេញអត់រួចទេនៅវែងពេញនឹងទាំងអស់វែងពេញផ្ទះគាត់ណាដល់តែពេលព្រឹកព្រលឹមឡើងគាត់ឃើញចៅនឹងបាទមានប្រដាប់អាវុធទាំងអស់គាត់ថាជន់យះវែងរហូតតទៅហៅគេមកចាប់ទៅបាត់ទាំងទៅអាហ្នឹងដោយសារគេជួយណាហើយឡើងមកទៀតគាត់ក៏បានដឹងថាអាដេកូលហ្នឹងគឺបកាយមែនគេអ្នកនៅក្នុងដេកូលបកាយហើយគ្រូអាគមនឹងសុំគាត់តាមសុំគាត់រហូតសុំគាត់ចឹងទៅដល់ពេលសុំបានក៏គេបានប្រាប់ថាចាំគេជួយធ្វើវិធីឲ្យមកទៅដោយសារតែបើសិនជាគាត់មិនឲ្យក៏គេមិនអាចយកបានដែរធ្វើមិនក៏យកមិនបានដែរពេលហ្នឹងក៏គាត់បានប្រាប់ថារបស់ហ្នឹងជួយយើងត្រូវជួយប៉ុន្តែត្រូវមាននេះមួយកុំឲ្យវាប៉ះជាមួយលោហិតណាកុំឲ្យវាប៉ះជាមួយលោហិតហើយជាពិសេសគឺមនុស្សស្រីនៅព្រហ្មចារីកុំឲ្យវាប៉ះតើវាប៉ះអាហ្នឹងហើយបើសិនជាយើងអាគុំខ្លាំងលើវាគឺយើងនៅតែខ្លាំងតែបើយើងចាញ់វាគឺវាធ្វើយើងរហូតតតែឈួតឬក៏ឲ្យយើងវាខ្លាចជាទីយាតរបស់វាដើរស៊ីខ្ទុះស៊ីខ្ទាំស៊ីអីចឹងទៅគ្រូប្រាប់ចឹងណាព្រោះអីគាត់ដឹងថាតាហ្នឹងអត់សូវចេះទេហើយគាត់ចេះជាងអញ្ចឹងគាត់នឹងធ្វើពិធីឲ្យពេលហ្នឹងគាត់ក៏ឲ្យលោកតាធ្វើពិធីឲ្យហ្មងទៅគាត់ទុកចិត្តលោកតាហ្នឹងយកដេកូលទៅភ្លាមយកទៅដុតហើយដុតឲ្យឡើងមិនមែនអាមកទឹកនៅវាយហ្នឹងណាដុតឡើងនៅសល់ប៉ុណ្ណេះសល់ប៉ុណ្ណឹងដុតចឹងទៅគាត់វាយដំឡើងខ្មៅក្រឹបបងប្អូនវាយដំខ្មៅក្រឹបហើយគាត់ក៏បានចានៅលើហ្នឹងទៅចាហើយក៏បានធ្វើជាបតោកខ្សែកពេលដែលតោកហ្នឹងគឺគាត់នៅកាន់ចឹងរហូតកាន់ចឹងទៅគាត់តាកទៅដល់ក្រោយឡើងមកទៀតគឺពេលដែលគាត់ចេញតាណាម្ដងគាត់តែងតែទុកនៅផ្ទះហើយដល់ពេលយូរទៅគេមិនដឹងដេកគោលទេបងប្អូនគេដឹងស្មានតែជាខ្សែកខ្សែអីណាដល់ក្រោយឡើងមកទៀតហ្នឹងចៅរបស់គាត់ក៏មិនដឹង
ចៅបកគាត់អត់ដឹងទេអត់ដឹងថាខ្សែកខ្សែអីទេក៏បានយកអាហ្នឹងបងប្អូនយកអាហ្នឹងយកទៅពាក់លម្អខ្លួនដល់ទៅពេលពាក់លម្អខ្លួនទៅចូលរួមក្នុងកម្មវិធីគេមកវិញបងប្អូនអើយអាចដាក់ខោឃើញហូយពីមកស្រែកយំទៅហូយំដល់ពេលគាត់សួរថៃដល់ទៅពេលឃើញខ្សែកនៅខ្លួនហ្នឹងបានគាត់ដោះចេញហើយបានគាត់ស្ដោះផ្លុំទៅបានរៀងគ្រាន់បើហើយតាំងពេលហ្នឹងមកខ្សែកហ្នឹងក៏គាត់បានប្រាប់កូនគាត់ដែរថាកុំឲ្យប៉ះពាល់របស់គាត់ហើយគាត់ក៏បានដាក់នៅកន្លែងអាសនៈរបស់គាត់ហ្នឹងទៅគាត់ថាខោឡើងពីគេដឹងគាត់ចឹងទៅអ្នកខ្លះក៏មកស្រោចទឹកកន្លែងគាត់ដែរស្រោចទឹកស្រោចអីចឹងទៅជាពិសេសអ្នកដែលត្រូវខ្មោចលងទេតែមកស្រោចទឹកកន្លែងគាត់តែបើអ្នកសុំសុខសុំសប្បាយគឺគេមិនមកទេណាគេអត់អើពើអីមកមើលចឹងទេហើយក្រោយបន្ទាប់ក្រោយឡើងមកទៀតមកគាត់នេះគាត់ថាចង់ឲ្យរបស់ហ្នឹងទៅកូនប្រុសរបស់គាត់ព្រោះកូនប្រុសរបស់គាត់ហ្នឹងគឺជាអ្នកហ៊ានបងប្អូនតាហ៊ានណាគាត់ឲ្យទៅកូនប្រុសរបស់គាត់ហ្នឹងដល់ពេលឲ្យទៅកូនគាត់ទៅនោះបងប្អូនគាត់និយាយគាត់ថាដូចនិយាយកុហកទៅចុះគាត់ថាគាត់រត់ពួនស្រាប់តែពេលគេមកដល់គាត់គេមើលគាត់អត់ឃើញណាគេមើលគាត់អត់ឃើញទេណាមួយអស់រំសេវអស់ក្របហើយណាធ្វើអីគាត់កើតដែរគាត់នៅពួនស្គៀមហ្នឹងញ័រដោយកូនស្បៃអញ្ចឹងប៉ុន្តែក៏គាត់កូនគាត់ថាឲ្យវើជួយកូនផងហ្នឹងណាឲ្យវើជួយកូនផងស្រាប់តែពេលគេមកមើលគាត់មានឃើញណាអត់ឃើញគាត់បាត់ឈឹងដល់គេត្រឡប់ទៅវិញគាត់ក៏បានរត់ពីម្ដៅនោះហ្មងពីត្រង់សេមកវហ្មងដល់ពេលមកដល់ផ្ទះវិញគាត់បានប្រាប់គាត់ថាគឺគាត់គ្រាន់តែស្រែកឲ្យវើជួយផងណាហើយចឹងហើយក៏អត់ឃើញហើយពេលហ្នឹងក៏អូមប្រុសគាត់ថាអញ្ចឹងខ្លួនឯងយកនឹងតាមការពារខ្លួនទៅព្រោះឯងខ្លួនឯងកាន់បានខ្លួនឯងការពារខ្លួនហើយខ្លួនឯងមើលដាក់ថ្ងៃសិលថ្ងៃអីសែនគេផងទៅវាជាអមនុស្សមែនប៉ុន្តែយើងសែនយើងទៅបាទឲ្យពោឲ្យជ័យទៅគេអញ្ចឹងទៅណាពេលហ្នឹងមែនបងប្អូនហើយគាត់ថាគឺកូនរបស់គាត់ណាតណាអីក៏ដោយអាហ្នឹងគេហៅថារបស់ហ្នឹងគឺប្រើបានហ្មងពេលខ្លះយើងមានរបស់ល្អតែយើងអត់ដែរប្រើប្រាស់វាទេអត់ដែរប្រើប្រាស់ដូច្នេះហើយវាអស់ប្រសិទ្ធភាពវាអត់សូវមានគុណភាពទេតោះតែពេលកូនគាត់គឺជាទាំងតែហ៊ានអញ្ចឹងក៏យកទៅតាមទៅបងប្អូនអើយមកប៉ាទាយអត់លងគាត់អត់អីទេមិនលងតអ្នកផ្សេងបងប្អូនពេលខ្លះអ្នកខ្លះរត់ឡើងចង់របូតខោហើយនិយាយមិនសមគួរជាមួយនឹងគាត់តិចរត់របូតខោឡើយហ្នឹងហើយក្រោយឡើងមកទៀតគាត់ក៏ឲ្យដេកូនទៅកូនគាត់ទៅហើយគាត់ក៏បានយកដេកូនដំធម្មតាតែដេកូដែលគាត់ដំក្រោយទៀតដំក្រោយទៀតពេលដែលគាត់ដុតរួចរាល់ហើយគាត់យកដេកូហ្នឹងយកមកដំនៅលើដើមអំពិលជូររបស់គាត់អស់មួយដើមគាត់យកដំអស់មួយដើមគាត់យកដំអស់មួយដើមគាត់យកដំមិនឲ្យអ្នកណាទាំងអស់ដំនៅលើបាទដើមអំពិលជូររបស់គាត់ហ្នឹងរហូតដល់សពថ្ងៃហ្នឹងគាត់ថាដំរហូតតែពេលដែលក្រោយឡើងមកទៀតគាត់ថាដើមអំពិលជូររបស់គាត់ហ្នឹងដែលនៅទីហ្នឹងណាគឺក្រោយឡើងមកក៏ត្រូវគេបាទត្រូវពង្រីកដីពង្រីកអីគឺថាប្រហែលជាត្រូវគាត់ត្រូវកាប់ហើយគាត់ថាណាគាត់ត្រូវកាប់ប៉ុន្តែកាប់ហើយក៏គាត់មិនយកទៅណាដែរកាប់ហើយក៏យកទៅបលិចទឹកចោលដែរយកបលិចទឹកចោលគឺមិនឲ្យអ្នកណាយកទៅដុតទេបើគាត់វាយនៅដើមដីគោលហ្នឹងហើយគាត់ថាដីគោលមិនតិចទេណាបងប្អូនគាត់វាយមកទឹកបន្តិចទេហើយពេលខ្លះណាគ្រូអាគមគាត់ឃើញគាត់ស្ដាយគាត់សុំគាត់ថាធ្វើមិនបានធ្វើដល់ពេលខ្លះគាត់ឃើញគ្រូអាគមមកយកគាត់ដើរធ្វើមិនដឹងគ្រូអាគមទៅដកដីគោលមួយទៅបាត់ចឹងទៅដកដីគោលមួយទៅបាត់ចឹងទៅគាត់ថាណាយកឲ្យយកទៅយកប៉ុន្តែយកឲ្យសុកណាយកទៅប្រើនៅលើផ្លូវល្អកុំយកប្រើនៅលើផ្លូវអពមង្គលកុំយកដីគោលយកទៅប្រើលើផ្លូវមិនល្អគាត់និយាយចឹងបើផ្លូវមិនល្អវាមិនជួយយើងទេហើយតាំងពេលហ្នឹងមករហូតដល់ឥឡូវហ្នឹងគាត់បានប្រាប់ថាដីគោលដែលនៅកូនគាត់ពាក់ហ្នឹងឥឡូវកូនគាត់ហ្នឹងក៏បានយកឲ្យគេរំលាយមិនមែនធ្វើរូបព្រះទេបងប្អូនអត់មែនធ្វើរូបព្រះទេប្រភេទអមនុស្សចឹងគេឲ្យធ្វើរូបព្រះទេឲ្យគេរំលាយចាក់ធ្វើដូចជាបតោងខ្សែកដូចជាមូលហ្នឹងពាក់អញ្ចឹងទៅអត់សាក់រូបព្រះទេប៉ុន្តែមានយ័ន្តដាក់យ័ន្តហ្នឹងហើយទុកឲ្យកូនប្រុសគាត់ហ្នឹងដល់សពថ្ងៃហ្នឹងបើតែកាលបើធ្វើសឹកទៅគេប្រាប់តែបើអត់ធ្វើសឹកទេគឺគេអត់អីទេធម្មតាអញ្ចឹងទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយសពថ្ងៃលោកតាក៏គាត់ដុតដែរបងប្អូនគាត់ដុតអញ្ចឹងទៅពេលខ្លះទៀតបងប្អូនណាគឺ
គាត់គាត់ត្រូវបានហៅគាត់ក៏គាត់ដើរតាមមេតដែរគាត់ដុតចិត្តផ្ទះហ្នឹងគេហៅគាត់ទៅជួយបន្ទប់បណ្ដាក់អញ្ចឹងទៅដើរតាមមែនគេឲ្យលុយឲ្យអីចឹងណារីឯកូនចៅរបស់គាត់ហ្នឹងក៏មានថ្ងៃបុណ្យថ្ងៃទីក៏នៅជូនគាត់ធម្មតាចឹងប៉ុន្តែគាត់អត់សូវបានអើពើមួយកូនចៅគាត់ដូចមុនទេដោយសារតែគាត់តណាក៏ក្លិនចឹងណាគាត់ថាក្លិនដល់សោចហ្មងដើរទៅឲ្យគាត់ងូតទឹកអីធម្មតាដូចយើងហ្នឹងប៉ុន្តែគាត់ថាក្លិនបងប្អូនក្លិនជឿហ៎ក្លិនដូចជាអ្នកដើរតាមមែនចឹងទៅបាទហើយក្លិនណាបងប្អូនរៀងក្លិនចឹងទៅអ្នកខ្លះទទួលយកបានអ្នកខ្លះក៏ទទួលយកមិនបានចឹងទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយរឿងនឹងដែរបើសិនជាអ្នកប្រើត្រូវក៏ត្រូវអ្នកប្រើមិនត្រូវគឺមិនត្រូវហើយនឹងប្រអប់នឹងរឿងនឹងដែរខ្ញុំក៏បានសួរទៅដល់បងប្រុសទេពវ៉ាស៊ូដែរបងប្អូនណាបងប្រុសទេពវ៉ាស៊ូក៏គាត់ក៏បានប្រាប់ខ្ញុំខ្លះអំពីដេកគោលនឹងដែរដោយគាត់ហ្នឹងគឺបានយកបាទខាងដេកគោលហ្នឹងមកពីខាងវត្តអីទេបងប្អូនណាខាងតកែវខាងថ្មហាយនេះគឺមានលោកគ្រូម្នាក់គាត់ចង់ឲ្យគាត់ហ្នឹងយកដេកគោលហ្នឹងឲ្យគាត់ហើយគាត់ក៏បានយកដេកគោលហ្នឹងទៅដែរហើយគាត់ថាការគាត់ឡើងភ្នំណាគឺគាត់បានត្រូវគេហ្នឹងចាប់ផ្ដើមធ្វើបាបប៉ុន្តែត្រូវបានដេកគោលហ្នឹងជួយគាត់ដែរតាឥឡូវខ្ញុំឲ្យបងប្អូនស្ដាប់សិនថាដេកគោលហ្នឹងមានអត្ថប្រយោជន៍អីខ្លះនិងការធ្វើអីខ្លះណាទៅតាមដែលបងវ៉ាស៊ូហើយនឹងនិយាយចប់ខ្ញុំក៏សូមបញ្ចប់វីដេអូទៅនឹងដែរដៃគូខ្មោចហ្នឹងវាដល់ប្រភេទគ្រូបងតែពីច្រើនគេប្រើជាពីរផ្លូវវាធ្វើលើគ្រូបើសិនគេយកទៅដោះអំពើចេញទៅដោះអំពើតែបើយកទៅធ្វើជាអំពើគឺធ្វើជាអំពើបងពីបែបពីរយ៉ាងហើយក្នុងការយកហ្នឹងគឺគេមើលថ្ងៃដែរបងគឺមើលថ្ងៃមើលពេលក៏ចាប់យាមហើយគេសូត្របល័យដើម្បីហូតនគរតងវិញ្ញាណហ្នឹងឲ្យក្នុងគោលហ្នឹងតែពីច្រើនខ្មោចដែលគេយកក៏ចាញ់យកផ្នែកផ្ទៃ4និងខ្មោចទៅតែហោងបានវាបកែតែគោខ្មោចនឹងហើយអ្នកខ្លះគឺយកតែកូននឹងស្មោចាក់ជាវត្ថុផ្សេងតាមអ្វីដែលគេប្រាថ្នាចង់បានមានច្រើនបែបច្រើនយ៉ាងបងហើយគេអាចប្រើតែគោខ្មោចដើម្បីធ្វើជាលបងការពារផ្ទះគេវត្ថុនៅមុខលបងផ្ទះគេទៅអ្នកណាមកចូលញ៉ៃគឺខ្មោចជាដលងរួមមកគេដើម្បីការពាររបស់ទ្រព្យសម្បត្តិរបស់គេបើចាស់ពីដើមលោកចេះតែប្រើតែគោនឹងដើម្បីធ្វើជាខ្សែសមាការពារចំការរបស់លោកតែគេប្រើចំណុចឧបគុតដើម្បីចងហើយគេបោះបកូនទៅថៃវត្ថុចឹងចោលនៅពេលដែលគេចូលលួចរបស់ហ្នឹងគឺទៅណារួចទេនៅវល់លើតែមួយកន្លែងឯងនៅក្នុងខ្សែសមារបស់គេណាអញ្ចឹងរឿងតកោខ្មោចនេះគឺវាប្រើច្រើនយ៉ាងតែគេយកតែតកោខ្មោចផ្នែក4និងតកោខ្មោចតែហោងខ្មោចនៅអាកាយការដែលគេយកហ្នឹងហើយដូចបងវ៉ាស៊ូគាត់និយាយចឹងឃើញទេគឺអញ្ចឹងហើយរបស់ណាខ្លះយើងយកមកប្រើដឹកក្នុងបំណងមិនល្អគឺវាទៅតាមដែលផ្លូវអាក្រក់ដែលយើងប្រើតែរបស់ខ្លះទៀតរបស់នោះល្អយើងប្រើនៅលើផ្លូវល្អវារត់តែឡើងនឹងអាគមតែបើសិនជាយើងមិនល្អយករបស់ល្អយកមកណាគឺរបស់នោះក៏មិនល្អដល់យើងដែរអញ្ចឹងហើយគេហៅថាការប្រណិប័តវាអញ្ចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងរឿងហ្នឹងក៏សូមបញ្ចប់ត្រឹមនឹងហើយបងប្អូនណាហើយសប្តាហ៍ថ្ងៃហ្នឹងគឺលោកតាគឺគាត់នៅតែដុតដែរបងប្អូនគាត់នៅតែដុតទោះគាត់ចាស់ក៏ដោយណាក៏គាត់នៅដុតបានដែរហើយគាត់និយាយថាដុតទៅវិញ្ញាណគាត់ថាញៀនណាហើយភ្នែកគាត់ឡើងក្រហមប្រាក់គឺថាលោកតាដៃឃើញហ៎អូឃើញអាចារ្យឃើញពេលខ្លះទៀតមកខ្លួនឯងមិនតាន់ងាប់មកហៅគាត់ឲ្យតែដុតទៀតបងប្អូនគាត់ថាលោកតាតនេស្អែកទៅដុតគាត់មួយគាត់នឹងស្អែកមកនេះគាត់ងាប់អីគាត់ថាហៅគាត់អញ្ចឹងទៀតក៏មានដែរមនុស្សមិនតន់ស្លាប់ទេមនុស្សដើរធម្មតាអញ្ចឹងទៅដល់តែពេលយប់ឡើងមកប្រាប់គាត់ថាមកនេះគាត់ងាប់អីទៅដុតគាត់ផងដល់ពេលហើយមានអីងាប់មែនបងប្អូនគាត់ថាអីអាចទៅឆត់ចេះបើគាត់ដាក់កំពង់ជើងទុកទីវាមិនស្រួលប៉ុន្តែគេហៅថាកាន់ណាផ្លូវក្នុងកាន់ដូចតងហៅគាត់អញ្ចឹងបើគាត់បានដុតអត់អីទេតែបើគាត់ហ៊ានទៅទេថាមិនបានដុតបងប្អូនហើយអត់បានទេឈឺគាត់ដូចអ្នកដែលបញ្ចុះអរៈអញ្ចឹងឡើងអរៈអញ្ចឹងរាល់ដងយើងចូលរូបតែទៅពេលយើងអត់ទៅយើងនៅផ្ទះនៅជាប់អំបៅកូននៅផ្ទះដាក់គេនោះចាប់ផ្ដើមលេងទឹងយើងនេះចូលនេះបកាច់ត្រឹងម្នាក់ឯងទេដោយសារអីដោយសាររូបស្នងរូបហើយគាត់ក៏អញ្ចឹងដែរហៅគាត់បងប្អូនមកហៅគាត់មកពេលខ្លះទីជើងគាត់ធ្លាក់មិនក៏មានដែរណាអញ្ចឹងហើយបើថាធ្វើមិនគាត់ដកអត់បានទេគាត់តែហ៊ានតែគាត់ឈប់គឺគាត់ឈឺយកហ្មងហើយបើគាត់ឈប់ប្រហែលជាគាត់មិនអាចរស់នៅបានទៀតផងក៏មិនដឹងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគាត់ក៏រៀននៅធម្មតាអញ្ចឹងប៉ុន្តែផ្ទះគាត់គ្មានណាចូលបានទេបងប្អូនចូលមកលងហ្នឹងហើយមួយយ៉ាងទៀតបើនៅដីស្រែក៏វិញតោងទៅដាក់អស់ហើយបាទដុតនៅដីស្រែគាត់ទាំងអស់
1 2 3 4 5សំណុកដីស្រែគាត់សដុតនៅស្រែគាត់ទាំងអស់គ្មានតោងទៅដាក់ស្រែណាមួយទេបាទដុតនៅលើស្រែគាត់ហ្នឹងបាទហើយកូនគាត់ខឹងជុញនិយាយឲ្យយកប្រលប់អីហ្នឹងដើមម្នាក់ឯងមិនខ្លាចហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបាទអៀងសរិនក៏សូមបញ្ចប់វីដេអូត្រឹមហ្នឹងហើយក៏អរគុណច្រើនទៅដល់ប្រិយមិត្តទាំងអស់គ្នាផងដែរតើបងប្អូនប្រិយមិត្តទាំងអស់គ្នាជឿឬទេហើយខ្ញុំក៏មិនសង្ឃឹមឲ្យបងប្អូនទាំងអស់គ្នាជឿទាំងអស់ដែរតែនេះជាសាច់រឿងរបស់លោកតាដែលគាត់បានចែករំលែកមកកាន់ខ្ញុំហើយក៏គាត់បានប្រាប់ពីបាទឆាកជីវិតរបស់គាត់ផងដែរគាត់ថាបើគាត់ឈប់បើគាត់ឈឺបើគាត់ធ្វើនៅធម្មតាហ្នឹងហើយបងប្អូនទាំងអស់គ្នាមុននឹងបញ្ចប់ខ្ញុំបាទក៏សូមបាទជូនពរទៅដល់ប្រិយមិត្តទាំងអស់គ្នាសូមឲ្យមានសុខភាពល្អសំណាងល្អអាយុយឺនយូរនិងជួបពុទ្ធពរព្រះទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធានៈកុំបីឃ្លៀងឃ្លាតឡើយបាទបងប្អូនប្រាថ្នានៅពុទ្ធពរទាំងអំបាមានសូមឲ្យសម្រេចដូចសេចក្តីបំណងប៉ងប្រាថ្នារបស់បងប្អូនទៅចោះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា